រាងកាយរបស់អ្នកខ្វះសារធាតុចិញ្ចឹមជាយូរមកហើយថែមទាំងមានកូនភ្លោះ3នាក់ទៀតផងស្បូនរងសម្ពាធខ្លាំងពេកមានឱកាសរលូតកូនខ្ពស់ណាស់បាទអាហាលីនស៊ីអាហាប្រធានហួរតើកើតអ្វីឡើងមែនទេបាទអារម្មណ៍នោះមកទៀតហើយទាំងចង្អោរទាំងឈឺពោះផ្នែកខាងក្រោមប្រធានហួរធម្មតារាងកាយលោកមកមុនណាស់ហេតុអ្វីពេលនេះដូចជាមនុស្សកំពុងចាញ់កូនអញ្ចឹងប្រធានហួរលោកមានមនុស្សស្រីហើយមែនទេនរណាប្រាប់ឯងរឿងនេះខ្សែលោហិតត្រកូលហួរជាន់ខ្ពស់ណាស់ឲ្យតែមានទំនាក់ទំនងជាមួយមនុស្សស្រីនឹងកើតមានការចង់ភ្ជាប់អារម្មណ៍ជាមួយគ្នាហើយបើមានទំនាក់ទំនងស៊ីជម្រៅជាមួយមនុស្សស្រីដំបូងលោកនឹងអាចដឹងពីការឈឺចាប់របស់នាងបានលោកឈឺចាប់បែបនេះមានន័យថានាងកំពុងតែរងទុក្ខដូចគ្នាហើយលីនស៊ីតើឯងកំពុងធ្វើអ្វីនៅក្នុងនោះមនុស្សជាច្រើនកំពុងរងចាំឯងណាសុំទោសផងខ្ញុំសុំពេលបន្តិចទៀតកូនត្រូវតែរឹងមាំណាម៉ាក់មិនអាចបាត់បង់កូនបានទេមើលចុះនាងចូលទៅក្នុងនោះយូរណាស់ហើយមិនទាន់ចេញមកទៀតឬថាមុននេះមានគេឃើញនាងក្អួតក្នុងបន្ទប់ទឹកបុគ្គលិកផងក្មេងស្រីមកពីជនបទបែបនេះចង់បានការងារល្អនៅទីក្រុងធ្វើអ្វីក៏ហ៊ានធ្វើដែរកុំទុកនាងឲ្យនៅទីនេះអីក្រុមហ៊ុនយើងជាក្រុមហ៊ុនលំដាប់ពិភពលោកបើនាងបង្កបញ្ហាក្រុមហ៊ុននឹងខូចឈ្មោះមិនខានលីនស៊ីបើឯងមិនព្រមបើកទ្វារទេខ្ញុំនឹងដេញឯងចេញភ្លាមកុំអីសុំអង្វរបើកទ្វារភ្លាមបើឯងមិនព្រមរៀបការទេម្ដាយឯងនឹងត្រូវគេដេញចេញពីផ្ទះហើយបងប្រុសឯងក៏គ្មានលុយទិញផ្ទះដែរម៉ាក់កូនសុំអង្វរកូនមិនទាន់ចង់រៀបការទេកូនចង់ធ្វើការសិនលីនស៊ីឯងត្រូវតែរឹងមាំឡើងខ្ញុំត្រូវគេដាក់ថ្នាំជួយខ្ញុំផងខ្ញុំនឹងផ្ដល់អ្វីគ្រប់យ៉ាងជាថ្នូរត្រូវតែរៀបការជាមួយថៅកែចាស់នោះទើបយើងមានលុយ3សែនដោះស្រាយបញ្ហាបានខ្ញុំចង់បានការងារនេះតើខ្ញុំអាចធ្វើបានទេបុគ្គលិកហាត់ការផ្នែករចនាលីនស៊ីខ្ញុំចាំនាងបានហើយខ្ញុំបានកេងជាមួយប្រធានក្រុមហ៊ុនទៅហើយតើនាងនឹងជួយខ្ញុំទេឬគ្រាន់តែនិយាយលេងសើចប្រធានខ្ញុំសុំទៅធ្វើការសិនហើយណាខ្ញុំប្រហែលជាប្រញាប់ពេកហើយចាំខ្ញុំឲ្យគេជូននាងទៅមន្ទីរពេទ្យចំណែកឯការងារផ្នែករចនាខ្ញុំនឹងចាត់ចែងឲ្យនាងប្រធានហួរនេះជាស្រីស្អាតដែលខ្ញុំជ្រើសរើសមកជូនលោកបាទចេញទៅឲ្យអស់ទៅប្រធានហួរស្រីទាំងនេះសុទ្ធតែជាអ្នកមានឋានៈខ្ពង់ខ្ពស់និងតារាល្បីណាលោកពិតជាមិនចាប់អារម្មណ៍មែនទេ
ខ្ញុំមិនចាប់អារម្មណ៍ទេចុះនាយកដ្ឋានរចនានៅជាន់ណានាំខ្ញុំទៅនាយកដ្ឋានរចនាភ្លាមគ្រាន់តែទិញកាហ្វេមួយកែវក៏ធ្វើមិនកើតយឺតយ៉ាវជាង3ម៉ោងទើបតែមកដល់សុំទោសផងចាប្រធានលីវលើកក្រោយខ្ញុំនឹងមិនឲ្យមានរឿងបែបនេះកើតឡើងទៀតទេលើកក្រោយទៀតហេមើលចុះអ្នកអតីសុទ្ធតែរៀនចប់សាកលវិទ្យាល័យលំដាប់ខ្ពស់ចំណែកនាងគ្រាន់តែចប់សាលាលំដាប់ទាបសោះខ្ញុំខំផ្ដល់ឱកាសឲ្យនាងទៅទិញកាហ្វេទៅហើយនៅមិនចេះដឹងគុណទៀតកុំខឹងអីចាប្រធានលីវនាងប្រហែលជាទៅលួចធ្វើការក្រៅម៉ោងបម្រើមនុស្សប្រុសទើបអស់កម្លាំងបែបនេះពិតមែនហើយចាខ្ញុំធ្វើការក្រៅម៉ោងនៅបារពិតមែនតែជាអ្នករត់តុមិនមែនដូចដែលពួកនាងគិតទេហើយការងាររចនារបស់ខ្ញុំក៏បានបញ្ជូនតាមកំណត់ដែរហេតុអ្វីពួកនាងមើលងាយប្រវត្តិរូបខ្ញុំបែបនេះនៅហ៊ានដមត់ទៀតអេបើនាងមិនចង់ធ្វើការនៅត្រកូលហួរទេក៏ចាក់ចេញទៅខ្ញុំជាអ្នកចាស់ទុំនៅទីនេះបើនាងចង់នៅបន្តត្រូវតែស្ដាប់បង្គាប់ខ្ញុំលុតជង្គង់សុំទោសខ្ញុំភ្លាមខ្ញុំយល់ព្រមហើយសុំទោសចាតើចូលមកទីនេះបានដោយរបៀបណាក្មេងស្រីតូចម្នាក់នេះត្រូវបានគេធ្វើបាបដល់ថ្នាក់នេះហើយនៅតែចង់បន្តធ្វើការនៅក្រុមហ៊ុនទៀតមែនទេនាយកលីវឈៀនបានធ្វើបាបមិត្តរួមការងារបន្ថយតំណែងមួយកម្រិតនិងកាត់ប្រាក់ខែ3ខែជំនួយការសឿនគឺខ្ញុំលីនស៊ីទៅផ្នែកបុគ្គលិកដើម្បីចុះឈ្មោះជាបុគ្គលិកពេញសិទ្ធិគាត់ពិតជារក្សាសន្យាមែនផ្នែករចនាថ្ងៃនេះចេញពីធ្វើការមុនម៉ោងត្រឡប់ទៅសម្រាប់ចុះមើលអីហ្នឹងចេញពីធ្វើការហើយ5 លានមែនទេជាប្រាក់ខែមែនទេឬមួយក៏ដោយសារតែលោកប្រធានជាអ្នកឲ្យប៉ុន្តែក្មេងឈួតហ៊ានយ៉ាងម៉េចបានជាបិទទូរស័ព្ទដាក់ម៉ាក់ជឿទេថាយប់នេះម៉ាក់នឹងជិះរថភ្លើងទៅរកឯនៅសាកល្បងការងារហើយអាចបន្តនៅទីនេះបានហើយចា៎ចប់ការសាកល្បងការងារហើយមែនទេអញ្ចឹងប្រាក់ខែច្បាស់ជាឡើងហើយចាប់ពីពេលនេះទៅរាល់ខែត្រូវផ្ញើលុយឲ្យម៉ាក់ 10000 កុំឲ្យខានឲ្យសោះបើមិនអីចឹងទេម៉ាក់នឹងទៅរកម៉ាក់ឯងនៅក្រុមហ៊ុនជ្រើសរើសដោយខ្លួនឯងទៅសុំតែមិនបាច់ត្រឡប់ទៅផ្ទះរៀបការចំណាយគ្រឿងលុយខ្ញុំនឹងធ្វើការងាររបីផ្ញើទៅផ្ទះឲ្យចំពេជាក់ជាមិនខានលោកប្រធានរក្សាសន្យារឿងឲ្យខ្ញុំចប់ការសាកល្បងការងារខ្ញុំមិនអាចទទួលលុយគាត់បានទេលុយ5 លាននេះខ្ញុំត្រូវតែរកវិធីសង្កត់វិញដល់ពេលហើយខ្ញុំត្រូវតែទៅធ្វើងារបន្ថែមហើយផឹកទៅប្រធានហួរខ្ញុំជាកូនស្រីនៃត្រកូលស៊ុនខ្ញុំក៏សរសើរលោកជាយូរមកហើយជឿហឹងកូនស្រីត្រកូលស៊ុនស្អាតដល់ថ្នាក់នេះហើយឯងនៅតែមិនចាប់អារម្មណ៍ទៀតមែនទេឯងចូលចិត្តប្រុសឬមួយក៏អសមត្ថភាពឲ្យប្រាកដនិយាយច្រើនណាស់
ខ្ញុំរៀបមកថាលោកតាប្រាថ្នាចង់បានចៅខ្លាំងណាស់ដល់ថ្នាក់លួចដាក់ថ្នាំឯងទៀតផងចុះឯងនឹងការពារខ្លួនយ៉ាងម៉េចទៅនាងមែនទេតើនាងមកកន្លែងបែបនេះដោយរបៀបណាប្រធានធ្វើការងារបន្ថែមហើយត្រូវបានគេចាប់បានសីធំហើយមកទីនេះមកចាជួយលេងជំនួសខ្ញុំបន្តិចមើលអូចាខ្ញុំនឹកស្មានតែជឿហឿងផ្លាស់ប្ដូរចរិតហើយធ្វើឲ្យជ្រួលច្របល់សឹងស្លាប់តាមពិតគឺឲ្យនាងលេងជំនួសសោះលោកប្រធានជាមនុស្សខ្ពង់ខ្ពស់បែបនោះបើមិនមែនដោយសារត្រូវថ្នាំទេតើគាត់មកពាក់ព័ន្ធជាមួយខ្ញុំដោយរបៀបណាយ៉ាងម៉េចហើយចៅប្រុសបើកភ្នែកបើកត្រចៀកហើយឬនៅឆ្នាំក្រោយពួកយើងនឹងបានបីចៅទូតប្រុសហើយមែនទេលោកតាលោកយាយឲ្យខ្ញុំប្រាប់ទេថាការដាក់ថ្នាំវាខុសច្បាប់ម្យ៉ាងទៀតខ្ញុំអត់មានកូនទេទោះបីជាដាក់ថ្នាំខ្ញុំរាល់ថ្ងៃក៏មិនបានបីចៅទូតដែរឯងនេះពិតជាយាយមិនខ្វល់ទេបើមិនឲ្យពួកយើងបានបីចៅទូតប្រុសទេពួកយើងនឹងមិនរាប់ឯងជាចៅឡើយសម្លាញ់ក្មេងទំនើងម្នាក់នេះណែអូដល់វេននាងហើយតាគូបីតស៊ូបានក្របបែកមិនយកទេរៀបនេះកុំតិចតែម្ដងទៅតស៊ូមិនរួចទេចាហេខ្ញុំឈ្នះហើយតាប្រគល់លុយមកឲ្យលឺឡើងអ្នកប្រុសឈានអយុធធម៌ណាស់ណាឆ្លៀតឱកាសពេលក្មេងស្រីតូចលេងធ្វើឲ្យប្រធានហួរបាត់បង់អាគារមួយខ្នងទៅហើយតាអាគារមួយខ្នងឯណោះធម្មតាគាត់តែងតែឈ្នះរហូតនឹងលើកនេះឲ្យគាត់ចាញ់ខ្លះទៅវាមអីទេមែនទេមកលេងម្ដងទៀតគូកវីបកវិញណែក្មេងស្រីតូចដល់វេននាងហើយតាពីនេះហើយលើកនេះច្បាស់ជាចាញ់ទៀតមិនខានអាគារមួយខ្នងខ្ញុំនឹងសងរួចដោយរបៀបណាទម្លាក់សន្លឹកនេះហេហាំមិនយកទេរំលងអស់ពីខ្លួនតែម្ដងឈ្នះហើយហេនៅតែអាចបង្វែរស្ថានភាពមកឈ្នះបានទៀតបើដឹងបែបនេះគួរតែម្នាក់នេះឈ្នះទៀតហើយយកថ្មីបុគ្គលិកបម្រើចាក់ស្រាមកចាជឿហឹងតាមពិតឯងចូលចិត្តបែបផ្កាពណ៌សោះណែឲ្យខ្ញុំជួយឯងទេកុំចង់រកការលំបាកឲ្យសោះអូនេះបារម្ភដល់ថ្នាក់នឹងផងនេះជាលើកដំបូងហើយដែលឃើញឯងចូលចិត្តមនុស្សស្រីដល់ថ្នាក់នេះថែមទាំងបង្រៀននាងលេងប៊ីទៀតផងណែខ្ញុំកំពុងនិយាយជាមួយឯងណាណែក្មេងស្រីតូចនេះជាលើកដំបូងហើយដែលឃើញជឿហឹងចូលចិត្តមនុស្សស្រីដល់ថ្នាក់នេះណាស្គាល់គ្នាប្រកបមែនទេអត់ទេចាពួកយើងមិនស្គាល់គ្នាទេនាងហ៊ាននិយាយថាបង្កមិនស្គាល់ខ្ញុំផងទាំងដែលកាលពីប៉ុន្មានម៉ោងមុននេះជូនខ្ញុំទៅបន្ទប់សម្រាប់បន្តិចទៅប្រាក់ខែដែលត្រកូលហួរឲ្យវាទាបខ្លាំងណាស់មែនទេបានជាត្រូវមកធ្វើការងារបន្ថែមនៅកន្លែងបែបនេះខ្ញុំមានតម្រូវការប្រើប្រាស់លុយចាអូពិតមែនហើយប្រធានហួរលុយ5លាននេះខ្ញុំសង្លុកវិញពួកយើងបានប្រព្រៀងគ្នារួចហើយថាខ្ញុំគ្រាន់តែចង់ក្លាយជាបុគ្គលិកពេញសិទ្ធិលុយនេះខ្ញុំមិនអាចទទួលយកបានទេលោកយកលុយនេះត្រឡប់ទៅវិញចុះទៅថ្ងៃមុខពួកយើងចាត់ទុកថារឿងនោះមិនធ្លាប់កើតឡើងពីមុំទៅចុះបានទេចាមិនធ្លាប់កើតឡើងមែនទេក្មេងស្រីពីម្នាក់នេះរួចរាល់ការងារហើយក៏ធ្វើជាមិនស្គាល់គ្នានាងមិនបានខ្វះខាតលុយកាក់ទេមែនទេលុយនេះខ្ញុំឲ្យជាការលើកទឹកចិត្ត
មើលទៅលុយ5លានសម្រាប់គាត់មិនមែនជារឿងធំដុំនោះទេដែលគាត់ឲ្យលុយខ្ញុំច្រើនដល់ថ្នាក់នេះប្រហែលជាចង់កាត់ផ្ដាច់ទំនាក់ទំនងជាមួយវាតាក់ទងនឹងចិននេះស៊ីនសាប៉ុន្តែបើខ្ញុំទទួលយកវានឹងកាន់តែពិបាកពន្យល់ណាស់ខ្ញុំនឹងរកផ្លូវសងលុយគាត់វិញយ៉ាងម៉េចទៅនាងឈួតហេតុអ្វីទើបត្រឡប់មកវិញម៉ោងនេះម៉ែចង់ឲ្យខ្ញុំដាច់មកទីនេះយ៉ាងម៉េចហ្នឹងខ្ញុំទេទៅឯងហេតុអ្វីឯងមិនទទួលខ្សែបងថ្លៃស្រីរបស់ឯងកំពុងមានផ្ទៃពោះត្រូវការលុយ50000ដើម្បីទិញរបស់បំពន់រឿងបន្ថែមផ្ទះនៅខេត្តខ្ញុំក៏បានឲ្យទៅហើយ80000ថ្លៃធានារ៉ាប់រងបងប្រុសក៏ទើបតែឲ្យទៅ30000ខ្ញុំគ្រាន់តែជាបុគ្គលិកធម្មតាតើមានលុយច្រើនយ៉ាងហ្នឹងមកពីណាអូនេះឯងកំពុងតែពោះមែនទេឯងមានផ្ទៃពោះមែនទេអោព្រះអើយដំបងឡើយខ្ញុំគិតថាឯងនៅក្រមុំព្រំចារីនឹងលក់បានតម្លៃល្អយកមកជួយបងប្រុសនិងបងថ្លៃស្រីខ្លះឯងហេតុអ្វីធ្វើខ្លួនថោកទាបបែបនេះប្រាប់មកជាកូនរបស់ប្រុសកំឡោះម្នាក់ណានិយាយមកឥឡូវនេះនិយាយមកឈប់ទៅម៉ែឈប់លោឡាទៅចាំខ្ញុំរកវិធីប្រមូលលុយ50000វេពេលនេះត្រឡប់ទៅផ្ទះវិញសិនទៅខ្ញុំមានអញគេងជាមួយគេហើយនឹងឲ្យខ្ញុំតែ50000នឹងមែនទេ5សែនសំបីតែកាក់មួយក៏មិនខ្វះដែរហើយឲ្យខ្ញុំទៅរកលុយច្រើនយ៉ាងនេះពីណាបើគ្មានទេក៏ទៅសុំពីប្រុសស្នេហ៍របស់ឯងទៅថយទៅលីនស៊ីសំឡេងខ្លាំងអីកណ្ដាលយប់ឯងមកល្មមខ្ញុំមានរឿងចង់ប្រាប់ចាប់ពីពេលនេះទៅផ្ទះនេះមិនឲ្យជួលទៀតទេហេតុអ្វីទៅនោះឃើញទេប្រធានគ្រប់ត្រកូលហួរនាយតូចនៃសឹងជីងហួរជារឿងគេទិញដីឃ្លីនៅនេះអស់ហើយដើម្បីសាងសង់ផ្សារទំនើបយប់នេះឯងរៀបចំអីវ៉ាន់ហើយផ្លាស់ចេញទៅអ្នកស្រីម្ចាស់ផ្ទះខ្ញុំកំពុងសួរឯងណាកូនក្នុងពោះឯងជាកូនរបស់ប្រុសម្នាក់ណាពុតធោឲ្យម៉ែយប់នេះខ្ញុំចង់សម្រាប់ពិតមែនថ្ងៃស្អែកត្រូវទៅធ្វើការទៀតបើខ្ញុំបាត់បង់ការងារគុំថាឡើយលុយ50000សំបីតែ500រៀលក៏ខ្ញុំគ្មានឲ្យម៉ែដែរហើយមើលស្ថានភាពខ្ញុំពេលនេះផងគ្មានផ្លូវដែលម៉ែចាប់ខ្ញុំទៅរៀបការដើម្បីដូរយកលុយបណ្ដាការបានទេយប់នេះម៉ែប្រញាប់ជិះរថភ្លើងត្រឡប់ទៅផ្ទះវិញទៅគុំមកវឹកវរជាមួយខ្ញុំទៀតអីរឿងលុយចាំខ្ញុំវេឯងចេះដំឡើងរកពីដាក់ខ្ញុំហើយមែនទេម៉ែចង់ទៅទេទៅតើបើក្នុងរយៈពេល3ថ្ងៃនេះខ្ញុំមិនឃើញលុយទេខ្ញុំនឹងត្រឡប់មករកឯងម្ដងទៀតជាក់ជាមិនខានមើលអីហ្នឹងមើលអីទៅឲ្យផុតទៅនៅឆ្ងាយទំហំនេះគាត់ច្បាស់ជាមិនបានរឿងដ៏គួរឲ្យអាណិតរបស់ខ្ញុំទេនៅទីនោះឆ្លោះគ្នារឿងអីហ្នឹងអូប្រធានហួរស្ត្រីម្នាក់នោះជាអ្នកជួលនៅទីនេះបាទម៉ែរបស់នាងមកបង្កបញ្ហាជារៀងរាល់ថ្ងៃមុននេះនៅគម្រាមទៀតថាបើគ្មានការងារធ្វើនៅទីក្រុងទេឲ្យត្រឡប់លោកគិតថានៅលើโลกនេះមានម៉ែបែបហ្នឹងប្រយ័ត្នផងបាទភ្លៀងចិត្តធ្លាក់ហើយខ្ញុំគ្រាន់តែចង់បានការងារជាប់លាប់តាមពិតទៅហេតុផលពិតប្រាកដដែលចង់ក្លាយជាបុគ្គលិកផ្លូវការគឺដើម្បីគេចចេញពីនរកនេះមែនទេខ្ញុំយល់ច្រឡំលើនាងហើយកុំដៅខ្លួនរបស់ខ្ញុំឡើងឡានមកចាំរហូតដល់ភ្លៀងរងសិនខ្ញុំនឹងជិះឡានក្រុងត្រឡប់ទៅវិញចាឡើងឡានមកអរគុណចាសូមទោសចាដែលធ្វើឲ្យឡានរបស់លោកប្រឡាក់អរគុណចាក្នុងពេលដែលផ្ទះរបស់នាងត្រូវគេរុះរើហើយតើនាងនឹងទៅសម្រាប់នៅណាខ្ញុំប្រហែលជារោគសន្តាគារតូចសម្រាប់ជាបណ្ដោះអាសន្នសិនចាសាន់យាយទៅផ្ទះសំណាក់បុគ្គលិកបាទជាធម្មតាផ្ទះសំណាក់បុគ្គលិកផ្ដល់ជូនតែបុគ្គលិកដែលធ្វើការគ្រប់1ឆ្នាំឡើងទៅប៉ុណ្ណោះលីនស៊ីទើបតែជាប់ប្រូក៏បានចូលសម្រាប់នៅទីនោះពលមើលទៅលោកប្រធានហួរហាក់ដូចជាប្រព្រឹត្តចំពោះនាងមិនធម្មតាមែនបាក់ឲ្យយឺតបន្តិចបាទមិននឹកស្មានថាលោកប្រធានហួរនឹងបារម្ភពីលីនស៊ីដល់ថ្នាក់នេះទេការងាររបស់នាងមែនទេចា
ត្រូវផ្ញើក្នុងកិច្ចប្រជុំព្រឹកស្អែកនេះ ធ្វើបានមិនអន់ទេ អរគុណចាលោកបូ នេះជាលើកដំបូងហើយដែលលោកប្រធានហួរនិយាយជាមួយនារីម្នាក់មុន ហើយអ្វីទឹកមុខរបស់នាងមើលទៅមិនសូវស្រួលសោះអញ្ចឹងមិនស្រួលខ្លួនមែនទេ ភ្លេចខ្លួនគេងលក់លើឡានយ៉ាងម៉េចហ្នឹងលោកប្រធានច្បាស់ជាមិនគិតថាខ្ញុំធ្វើពុតជាគេងលក់ដើម្បីចំណេញ នេះ ពី នាង គាត់ ខ្លាច ទេណា ខ្ញុំដល់ថ្នាក់នឹងផងលោកប្រធានហួរដល់ហើយបាទ អរគុណលោកបូខ្លាំងណាស់ចា គ្រាន់តែជាផ្លូវកាត់ទេ សរុបទៅនាងមិនស្រួលខ្លួនត្រង់ណាឲ្យប្រកាសទៅហើយអ្វីពេលឃើញនាងមិនស្រួលខ្លួនហើយខ្ញុំបែរជាមានអារម្មណ៍មិនស្រួលក្នុងចិត្តតាមអញ្ចឹងសាន់យាយថ្ងៃស្អែករៀបចំការពិនិត្យសុខភាពរាងកាយដល់បុគ្គលិកតែរយៈពេល3ខែមុនទើបតែពិនិត្យសុខភាពរួចតាបាទបាទ វ៉ាវគ្រូសាត្រកូលហួរពិតជាមានលុយមែនដល់ថ្នាក់រៀបចំផ្ទះសំណាក់នៅក្នុងតំបន់ជំនួញដ៏ថ្លៃមហាសាលបែបនេះខ្ញុំត្រូវតែខំប្រឹងធ្វើការដើម្បីបានឡើងតំណែងឡើងប្រាក់ខែមិននឹកស្មានតតែសោះថាកំហុសឆ្គងមួយពេលនឹងធ្វើឲ្យពោះកូនភ្លុះបីបែបនេះកូនឲ្យមនុស្សខ្ពង់ខ្ពស់ដូចជាលោកប្រធានគ្មានផ្លូវយល់ព្រមម៉ាក់បង្កើតពួកកូនមកទេប៉ុន្តែពួកកូនគឺជាកែវភ្នែករបស់ម៉ាក់រហូតទៅម៉ាក់សន្យានឹងខំប្រឹងធ្វើការដើម្បីឲ្យពួកកូនមានជីវិតដ៏ល្អបងលីលីចាលទ្ធផលពិនិត្យសុខភាពមានតែសាមីខ្លួនមែនទេដែលអាចទទួលយកបានច្បាស់ណាស់ហើយវាជាការសម្ងាត់ផ្ទាល់ខ្លួនមិនដឹងយ៉ាងម៉េចអូយកទៅលោកលីវបញ្ជាឲ្យឯងកែពណ៌ផ្ទៃខាងក្រោយការរចនានេះឡើងវិញសុំពណ៌ខ្មៅច្រើនឆេតចានាយកលីវនេះជាសម្ដែងរចនារបស់ខ្ញុំហេតុអ្វីបានជាដាក់ឈ្មោះអ្នកទៅវិញចុះវាមានបញ្ហាអីពួកយើងជាក្រុមតែមួយដាក់ឈ្មោះអ្នកណាក៏ដូចគ្នាដែរតែនេះគឺជាការងារដែលខ្ញុំខំប្រឹងធ្វើម្នាក់ឯងទាំងយប់ទាំងថ្ងៃវាជាសម្ដែងរបស់ខ្ញុំណារឿងស្នាដៃនាងគឺខ្ញុំជាអ្នកសម្រេចលីនស៊ីកុំគិតថាបានចូលគ្រប់ខណ្ឌហើយខ្ញុំមិនអាចដេញនាងចេញបានមិនបានមានន័យបែបនោះទេបើគ្មានការអីទេចេញទៅអូយហូរឈាមហើយថ្ងៃមុនខ្ញុំឃើញនាងលួចក្អួតក្នុងបង្គន់ឬមួយក៏នាងមានផ្ទៃពោះមែនអញ្ចឹងប្រញាប់ទៅប្រាប់នាយកលីវទៅដើម្បីរកឱកាសដេញនាងចេញតែម្ដងតើបាយការពិនិត្យសុខភាពរបស់លីនស៊ីនៅណាបាទនៅទីនេះគឺនៅទីនេះនាងពិតជាមានផ្ទៃពោះមែនមិនប្លែកទេដែលមួយរយៈនេះខ្ញុំមានអារម្មណ៍មិនសូវស្រួលលោកប្រធានហ៊ូទៅមន្ទីរពេទ្យទៅបាទបើកទ្វារប្រញាប់បើកទ្វារឡើងបើកទ្វារបើកទៅបើកទ្វារភ្លាមលីនស៊ីធ្វើស្អីនៅខាងក្នុងហ្នឹងបើកទ្វារមកលោកប្រធានហ៊ូប្រយ័ត្នបន្តិចបាទស្រីអាក្រក់ដេញនាងចេញពីក្រុមហ៊ុនទៅដើម្បីកុំឲ្យមានអ្នកដឹងថាខ្ញុំបានលួចប្តូរសញ្ញាកិច្ចការសិល្បៈរបស់នាងហើយបន្លំខ្លួនចូលរៀននៅសាកលវិទ្យាល័យឈីងប៉ៃជួយផងជួយហៅឡានពេទ្យឲ្យខ្ញុំផងនាងសន្លប់បាត់ហើយតើយើងគួរធ្វើម៉េចទៅខ្លួននាងចេញទៅក្រៅយកទៅបោះចោលនៅកណ្ដាលថ្នល់ហើយជូតសម្អាតឈាមឲ្យអស់
លោកប្រធានហ៊ូហេតុអីក៏មកដល់ទីនេះបាន តើពួកអ្នកកំពុងធ្វើអ្វីហ្នឹង ពួកយើងកំពុងតែរៀបនឹងចូលបង្គន់តាចាស់ មានតែពួកនាងទេហឹង ចាស់មែនហើយលោកជំនួយការសិននេះជាបង្គន់ស្រីណាតើអ្នកច្បាស់ជាចង់ចូលទៅអញ្ទេលោកជំនួយការសិនត្រកូលហ៊ូជាក្រុមហ៊ុនឈានមុខគេបើលោកសម្រុកចូលបង្គន់បុគ្គលិកស្រីបែបនេះប្រយ័ត្នខូចគេឈ្មោះក្រុមហ៊ុនណា សូម្បីតែគេឈ្មោះត្រកូលហ៊ូក៏ខ្ញុំមិនខ្វល់ផងចុះនាងមកខ្វល់ធ្វើអីឬមួយចង់ប្រាប់ថាពួកនាងលួចធ្វើបាបអ្នកខាងក្នុងមែនទេ អត់មានទេចាស់គឺមានតែពួកយើងមែន បើគ្មានគឺល្អហើយតែបើខ្ញុំដឹងថាពួកនាងធ្វើរឿងថោកទាបបែបនេះខ្ញុំមិនលើកលែងឲ្យពួកនាងជាដាច់ខាត លីនស៊ីឥឡូវនេះកំពុងរងទុក្ខខ្លាំងដល់ថ្នាក់នេះផងហឹងថយចេញទៅ លោកប្រធានហ៊ូខាងក្នុងគ្មានអ្នកណាម្នាក់ពិតមែនទេលោកប្រធានហ៊ូលោកប្រធានហ៊ូចប់ហើយលើកនេះដឹងតែចប់សពគ្រប់តែម្ដង លោកប្រធានហ៊ូលោកសម្រាប់នៅទីនេះសិនចុះខ្ញុំនឹងទៅរកលីនស៊ីដោយខ្លួនឯងមនុស្សរបស់ខ្ញុំនឹងទៅរកដោយខ្លួនឯង នេះវាអ្នកនាងលីនស៊ីអ្នកនាងលីនស៊ីតើនាងនៅឯណាហេតុអីក៏មានជីនិតមើលកាមេរ៉ាសុវត្ថិភាពអ្នកនាងលីនស៊ីពិតជាបានចូលមកទីនេះមែនបាទបញ្ជាទៅខាងក្រោមស្វែងរកលីនស៊ីឲ្យបានលឿនបំផុតបាទខ្ញុំឲ្យពេល30នាទីមកជួបខ្ញុំនៅបន្ទប់ធ្វើការ លីនស៊ីតើពេលនេះនាងនៅណាឲ្យប្រកាសទៅលឿនឡើងស្វែងរកនៅទីនេះលឿនឡើងផ្លូវនេះទៅស្វែងរកឲ្យសពគ្រប់លឿនឡើងស្វែងរកឲ្យលឿនទៅខាងនោះផងឃើញទេនៅខាងនោះ នាយកលាវពួកគេស្វែងរកជាង1ម៉ោងហើយដោយនិយាយថាត្រូវតែស្វែងរកលីនស៊ីឲ្យឃើញឲ្យបានលីនស៊ីគ្រាន់តែជាបុគ្គលិកធម្មតាម្នាក់សោះហេតុអីបានជាធ្វើឲ្យលោកប្រធានហ៊ូវឹកវដល់ថ្នាក់ប្រហែលជាមកពីការប្រជុំដល់ថ្នាក់ការប្រជុំគម្រោងលោកប្រធានហ៊ូបញ្ជាឲ្យផ្នែករចនានៅឲ្យជុំគ្នាលោកប្រធានហ៊ូឲ្យតម្លៃលើគម្រោងស៊ីថេខ្លាំងណាស់រហូតដល់ចូលរួមប្រជុំដោយផ្ទាល់ខ្លួនប៉ុន្តែពេលនេះខ្វះតែលីនស៊ីម្នាក់ឲ្យផ្នែករចនារបស់យើងវឹងវដល់ថ្នាក់នេះខ្ញុំមិនលែងញញីទេអូ មិនមែនទេខ្ញុំនឹងទុកឲ្យលោកប្រធានហ៊ូជាអ្នកចាត់ការនាងដោយផ្ទាល់តែម្ដងហ៎អាយ៉ាកូនភ្លុះ3មែនទេហ៊ូយូហឹងមិនមែនថាលោកអត់កូនទេហីមកម្ដងដល់ទៅ3នាក់ពិតជាខ្លាំងមែនបើលោកតារបស់លោកដឹងច្បាស់ជាសប្បាយចិត្តខ្លាំងណាស់បង្ខំឲ្យរៀបការលឿនមិនខានឯងបិទមាត់អត់ចិត្តទៅហាមមិនឲ្យលោកតាលោកយាយដឹងឲ្យសោះមិនមែនទេតាមានន័យថាម៉េចមិនចង់ទទួលខុសត្រូវមែនទេ អត់ទេចាស់ពួកយើងមិនដែលស្គាល់គ្នាទេខ្ញុំត្រូវការលោកអូពិតមែនហើយលោកប្រធានហ៊ូនេះជាលុយ5លានខ្ញុំសូមប្រគល់ជូនលោកវិញតាមការព្រមព្រៀងគ្នាខ្ញុំគ្រាន់តែចង់បន្តធ្វើការប៉ុណ្ណោះខ្ញុំមិនអាចទទួលលុយនេះបានទេហើយចាប់ពីពេលនេះទៅសូមធ្វើដូចជារឿងនោះមិនដែលកើតឡើងអញ្ចឹងណាបើអញ្ចឹងកូនរបស់ខ្ញុំត្រូវតែទទួលខុសត្រូវហើយគ្រាន់តែមិនមែននាងមិនចង់ឲ្យឯងទទួលខុសត្រូវនោះទេហ៊ូយូហឹងឯងក៏មានថ្ងៃនេះដែរតា ប្រាប់បន្តិចមើលតើជាស្រីប្រភេទណាទើបហ៊ានបដិសេធម្ចាស់កត្រីនៃវិស័យពេកាំងរបស់យើងឯងជួយបិទមាត់បន្តិចបានទេដែលឲ្យឯងមកគឺដើម្បីឲ្យជួយមើលថែទាំការមានផ្ទៃពោះរបស់នាងពេលនេះនាងកំពុងតែមិនស្រួលខ្លួនខ្ញុំហឹងជានាយកមន្ទីរពេទ្យឈានមុខគេដែលទើបតែទទួលបានពានរង្វាន់កម្រិតពិភពលោកបែរជាឲ្យមកជួយមើលថែស្ត្រីមានផ្ទៃពោះអញ្ចឹងហឹងប្រាប់ឲ្យបរិច្ចាគអាគារមួយក្នុងគ្រូពេទ្យអស់ហើយព្រមការងារមើលថែការមានផ្ទៃពោះគឺការងាររបស់ខ្ញុំហើយនិយាយមកតាមម្ដាយរបស់ក្មេងមានអាការៈយ៉ាងម៉េចខ្លះ លោកប្រធានហ៊ូញ៉ាំរបស់ជូរបន្តិចទៅបាទអាការៈដែលឯងឃើញនៅពេលនេះគឺនាងក្អួតជារៀងរាល់ថ្ងៃប្រហែល20ដងក្នុងមួយថ្ងៃនាងតែងតែឈឺពោះផ្នែកខាងក្រោមហើយអំបញ្ញមិញនេះក៏មានហូរឈាមដែរហើយនៅមានត្រង់នោះត្រង់នេះនៅត្រង់ដើមទ្រូងគឺណែននឹងឈឺខ្លាំងណាស់ឈឺដូចជាត្រូវគេចាក់ម្ជុលអញ្ចឹងអ្វីដែលឯងរៀបរាប់គឺលំអិតពេកហើយដឹងប្រយធ្នាក់ដែលគិតថាឯងជាអ្នកមានប្រយោជន៍ទៅខ្លួនឯងទៅតែមានវិធីណាធ្វើឲ្យនាងមិនសូវរងទុក្ខខ្លាំងបែបនេះទេតែបែបនេះឯងវាជារឿងធម្មតារបស់រៀងធម្មតាហឹង
anh hai ca chỉ chập ni tha chỉ riêng thầm đà chi mình nuốt từ chẹt sờ tôm ngọc ngặt hay ai ban chỉ sập tại treo chào đào thằng này ni đầm bay chui đào rụp vi rạc này có rút tại pe ni ai lời ní miênสตรีมันเนี่ยត្រូវស៊ូទ្រាំការធ្វើទារុណកម្មបែបនេះដើម្បីខ្ញុំចិត្តខ្ញុំស្ងប់នៅក្រឡឹកបានយ៉ាងម៉េចបើអញដោះស្រាយបញ្ហាពួកនេះបានខ្ញុំនឹងបរិច្ចាគអគារបន្ថែម10ទៀតតែម្ដងខ្ញុំនឹងប្រញាប់រៀបចំផែនការថែទាំពិសេសជូនលោកស្រីភ្លាមតែម្ដងលោកប្រធានហ៊ូចាស់មិនឃើញទេចាស់លោកប្រធានហ៊ូកំពុងរវល់មានការអីចាំនិយាយគ្នាក្រោយចេញទៅខ្ញុំទៅតែតាក់ទងលីនស៊ីបានអីអូលោកប្រធានហ៊ូនៅមានផ្លូវដើរសម្រាប់បុគ្គលិកដើរចេញមកទៀតមិញនេះពេលនៅក្នុងបន្ទប់ទឹកដូចជាបានឬសំឡេងលោកប្រធានហ៊ូតែម្ដងគាត់ច្បាស់ជាមិនដឹងរឿងដែលខ្ញុំកំពុងមានផ្ទៃពោះនោះទេហើយនឹងមកចាត់ការខ្ញុំមែនទេមិនមែនទេមនុស្សកម្រិតប្រធានហ៊ូនឹងមកធ្វើរឿងលួចមើលលទ្ធផលពិនិត្យសុខភាពរបស់បុគ្គលិកដែលគ្មានមារយាទបែបនេះបានយ៉ាងម៉េចទូរស័ព្ទបែរជាមកខូចទៀតអាឡូលីនស៊ីនេះឯងរៀបចំឯកសាររចនាម៉ូដចេញហើយឬនៅលោកប្រធានជារឿងអីគ្នាលោកប្រធានហ៊ូខ្ញុំទូរស័ព្ទទៅជាង30ដងហើយដើម្បីឲ្យឯងទទួលដឹងទេថាលោកប្រធានហ៊ូឯងខ្ញុំនឹងតែដឹងបានយ៉ាងម៉េចការងារមែនទេស័យពិតមែនហេតុអីបានជាខ្ញុំភ្លេចថាថ្ងៃនេះជាការប្រជុំគម្រោង CT កាលពីព្រឹកអ្នកដឹកនាំលីវនៅប្រាប់ថាលោកប្រធានហ៊ូនឹងចូលរួមប្រជុំដោយផ្ទាល់ខ្លួនឯងទៀតសូមទោសផងចាស់មិញនេះខ្ញុំមានអារម្មណ៍មិនសូវស្រួលខ្លួនពិតមែនចាស់ខ្ញុំនឹងប្រញាប់ត្រឡប់ទៅក្រុមហ៊ុនវិញចាស់ហាស់លីនស៊ីឯងនេះខ្លាំងពិតមែនណាស់មកធ្វើការត្រូវតែឲ្យអ្នកចាត់ការផ្នែកបុគ្គលិកទូរស័ព្ទហៅដោយផ្ទាល់ខ្លួនដើម្បីអញ្ជើញមកតែម្ដងមែនទេខ្ញុំសូមជូនដំណឹងជាផ្លូវការដោយសារតែឯងលះបង់ចោលតួនាទីភារកិច្ចចាប់ពីថ្ងៃនេះទៅក្រុមហ៊ុនសម្រាប់ដឹកនាំលីវដែលខ្ញុំត្រូវចេញទៅក្រៅការរឿងនៅផ្នែកបុគ្គលិកខ្ញុំមិនស្រួលពិតមែនចំណែកហេតុអីបានជាខ្ញុំមិនស្រួលអ្នកដឹកនាំលីវក៏ដឹងច្បាស់ក្នុងចិត្តដែរប្រសិនបើអ្នកចង់ប្រើរឿងនេះដេញខ្ញុំចេញក៏ខ្ញុំនឹងចាត់ការរឿងនេះឲ្យដល់ទីបំផុតចាស់លីនស៊ីឯងមានន័យថាយ៉ាងម៉េចគិតចង់ទម្លាក់កំហុសឲ្យខ្ញុំមែនទេសុបិនកាមេរ៉ាសុវត្ថិភាពមាននៅគ្រប់ទីកន្លែងអ្នកធ្វើអីដាក់ខ្ញុំខ្លះពិនិត្យមើលទៅក៏ដឹងដែរចាស់អូហូគិតថាខ្លួនឯងជាស្អីទៅហេតុអីត្រូវឲ្យឯងពិនិត្យកាមេរ៉ាដែរពិនិត្យមើលទៅលោកប្រធានហ៊ូនេះហើយជាម៉ាក់របស់កូនលោកស្រីមើលទៅប្រហែលជាមិនចង់ពាក់ព័ន្ធជាមួយលោកទេស្ងាត់ទៅលោកប្រធានហ៊ូលោកមិនមែនប្រញាប់ប្រញ័រតាមរកលីនស៊ីរហូតដល់វង្វេងទេមែនទេចាស់ខ្ញុំកំពុងតែប្រដៅនាងតើឯងធ្វើឈួតអីទើបតែចូលបម្រើការងារក៏ហ៊ានលះបង់ចោលតួនាទីភារកិច្ចទៅហើយមែនទេហ៎លោកប្រធានហ៊ូមនុស្សបែបនេះទុកនៅក្នុងក្រុមហ៊ុនមិនបានទេចាស់ខ្ញុំសម្រេចចិត្តដេញនាងចេញហ៊ូជីហឹងលុបបដូរទៅហើយមែនទេនេះចេះការពារមនុស្សរបស់ខ្លួនឯងទៀតពិនិត្យកាមេរ៉ាសុវត្ថិភាពបាទលោកប្រធានហ៊ូមិនប្លែកទេមិញនេះខ្ញុំទើបតែមានអារម្មណ៍ឈឺពោះតិចតួចដែលពិតជានាងត្រូវលំបាកដល់ថ្នាក់នេះសោះមិនអីទេមែនទេមិនអីទេអ្នកដឹកនាំលីវខ្ញុំឃើញនឹងភ្នែកថាអ្នកមានបំណងបុកធ្វើឲ្យលីនស៊ីរងរបួសរហូតដល់នាងត្រូវត្រឡប់ទៅសម្រាប់អ្នកសាកនិយាយមើលតើវាជារឿងយ៉ាងម៉េចឲ្យប្រាកដខ្ញុំមិនបានតាំងចិត្តទេក៏ឯកសារធំប៉ុណ្ណោះខ្ញុំមិនដឹងថាជ្រុលទៅបុកនាងបានយ៉ាងម៉េចដែរគ្រាន់តែជ្រុលទៅបុកមែនទេការធ្វើដូចជាមិនតាំងចិត្តតែដូចជាយកម៉ាស៊ីនកិនសាច់មកញ៉ាត់ចូលក្នុងពោះបែបនេះនៅហៅថាជ្រុលទៀតមែនទេហេតុអីគាត់ដឹងពីអារម្មណ៍របស់ខ្ញុំច្បាស់ម្ល៉េះដូចជាអ្នកដែលត្រូវបុកជាខ្លួនគាត់ផ្ទាល់អញ្ចឹងចូលហាងទៅពិនិត្យរាងកាយបុគ្គលិកម្នាក់នេះបន្តិចទៅបាទកញ្ញាលីនតាមខ្ញុំទៅបន្ទប់ទទួលភ្ញៀវបាទពិនិត្យរាងកាយមែនទេបើលទ្ធផលចេញមកថាខ្ញុំមានផ្ទៃពោះលោកប្រធានហ៊ូនឹងដេញខ្ញុំចេញមែនទេឬក៏បង្ខំឲ្យខ្ញុំយកកូនចេញមិនបាច់ខ្ញុំចាស់មិនបាច់ទេមិនបានទេតែបានសម្រាប់បងគូស្រាវច្រើនហើយចាស់ឈឺដល់ថ្នាក់នេះហើយនៅមិនព្រមពិនិត្យទៀតនេះចង់ផ្ដាច់ទំនាក់ទំនងជាមួយខ្ញុំដល់ថ្នាក់នឹងមែនទេលោកប្រធានហ៊ូក្នុងពេលដែលកញ្ញាលីនមិនស្ម័គ្រចិត្តកុំបង្ខំនាងអីបាទមើលចុះមុខនាងស្លេកអស់ហើយប្រសិនបើនាងមានអារម្មណ៍មិនស្រួលខ្លួនពិតមែនលោកក៏គួរតែដឹងដែរបាទថ្ងៃនេះនៅមានការប្រជុំគម្រោង CT ទៀតបាទ
លោកប្រធានហ៊ូនេះជាប្លង់រចនាដែលខ្ញុំរៀបចំពេញមួយយប់សម្រាប់រចនារបស់ខ្ញុំសូមអញ្ជើញទស្សនាចាស់នាងហ៊ានលួចស្នាដៃទាំងកណ្ដាលវាបែបនេះផងលីនស៊ីខ្ញុំបញ្ចប់ការសិក្សាផ្នែករចនាម៉ូដពីសាកលវិទ្យាល័យឈីងប៉ៃថែមទាំងជាបុគ្គលិកចាស់ប្រសិនបើខ្ញុំលួចម៉ូដរបស់ឯងនឹងធ្វើអីបានមានអីលោកប្រធានជាមួយខ្ញុំមិនពេញចិត្តប្លង់រចនារបស់ខ្ញុំមែនទេចាស់អូគំនិតនៃការរចនាគឺស្ទីលបារ៉ុកចាស់នាងជាអ្នករចនាដោយផ្ទាល់មែនទេចាស់ពិតមែនចាស់ត្រូវប្រគល់ជូនថ្ងៃស្អែកព្រឹកហើយចាស់ហើយចំណែកផ្នែកនេះវិញគឺនេះជាស្នាដៃរបស់នាងពិតមែនទេប៉ុណ្ណាចាស់នេះជាអ្វីដែលខ្ញុំខិតខំធ្វើការថែមម៉ោង36ម៉ោងដើម្បីបង្កើតវាឡើងមកតាំងពីព្រៀងរហូតដល់ដាក់ពន្លឺស្រមោលទាំងអស់នេះជាស្នាដៃរបស់ខ្ញុំតែម្នាក់គត់ចាស់អ្នកកុហកនេះមិនមែនជាស្នាដៃរបស់អ្នកតតែសោះលីនស៊ីឯងមានន័យថាយ៉ាងម៉េចលីនស៊ីឯងច្បាស់ជាមិនមែនចង់និយាយថាប្លង់រចនាមួយសន្លឹកនេះជាស្នាដៃរបស់ឯងទេមែនទេគ្រាន់តែជាក្មេងទើបចូលធ្វើការដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យលំដាប់ទី3និងមានសមត្ថភាពខ្ញុំដឹងថាមិននេះលោកឯងធ្វើឲ្យឯងបានយ៉ាងខ្លួនឯងប្រហែលជាខឹងខ្ញុំក្នុងចិត្តប៉ុន្តែក៏មិនគួរមកចោទប្រកាន់គ្នាឡើយប្លង់រចនាក៏ប្រៀបដូចជាប្រលឹងរបស់អ្នករចនាម៉ូដតែឯងបែរជាមកលួចស្នាដៃអ្នកឯងចង់បានអីពេកហើយខ្ញុំចូលធ្វើការមុនឯងជាច្បងរបស់ឯងប្រសិនមិនចង់ស្ដាប់ខ្ញុំនិយាយក៏តាមចិត្តចុះប៉ុន្តែបន្ទប់ប្រជុំនេះជាកន្លែងដែលត្រូវមកធ្វើពុតជាចង់ក្អួតចង្អោរមែនទេសូមទោសផងចាស់ប៉ុន្តែខ្ញុំមានអារម្មណ៍ចង់ក្អួតចង្អោរពិតមែនលោកប្រធានហ៊ូប្រញាប់ញ៉ាំរបស់ជូទៅបាទយកមកឲ្យខ្ញុំធ្វើអីឲ្យនាងទៅអរគុណចាស់លីនស៊ីញ៉ាំរបស់ជូបន្តិចទៅដើម្បីកាត់បន្ថយអាការចង់ក្អួតចង្អោរលោកប្រធានហ៊ូបាទខ្ញុំធូរស្រាលច្រើនហើយដែរខ្លួនខ្ញុំផ្ទាល់ក៏មានអារម្មណ៍ចង់ក្អួតចង្អោរដែរមានបញ្ហាអីមែនទេលោកប្រធានហ៊ូចាស់ខ្ញុំមិនបានមានន័យបែបនោះទេប្លង់រចនានេះមិនមែនជាស្នាដៃរបស់លីវឈិនឈិននោះទេខ្ញុំមានភស្តុតាងចាស់តាំងមែនទេឯងយកប្លង់រចនាច្បាប់ដើមដ៏ស្អាតរបស់ខ្ញុំទៅតាំងពីព្រឹកនឹងមានភស្តុតាងស្អីទៅបើមានក៏យកមកបង្ហាញមកបើមានភស្តុតាងមកបញ្ជាក់ខ្ញុំព្រមលីឈប់ចាស់នៅត្រង់ជ្រុងនេះមានហត្ថលេខារបស់ខ្ញុំវាអាចបញ្ជាក់បានថាខ្ញុំជាអ្នករចនាវាឡើងដែលអ្នកបញ្ចប់ការសិក្សាពីវិទ្យាស្ថានរចនាម៉ូដលំដាប់ខ្ពស់ការលួចស្នាដៃអ្នកអតីតជាការគួរឲ្យខ្មាស់អៀនបំផុតព្រោះរបស់អ្នករហ័យជាមិនបានបង្រៀនលោកស្រីមិនបានបង្រៀនអ្នកទេលីវសៀននាងហ៊ានធ្វើបាបមិត្តរួមការងារនិងលួចស្នាដៃអ្នកអតីតផងបើប្រាក់ខែនៅផ្នែកនេះអត់ទៅប្រធានហួរសូមផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតចុះខ្ញុំគ្រាន់តែយកស្នាដៃរបស់លីនស៊ីមកកែប្រែបន្តិចបន្តួចតែប៉ុណ្ណោះតែលើកនេះជាលើកចុងក្រោយហើយប្រកាសចិត្តទេប្រធានហួរចាស់កន្លងមកស្នាដៃរបស់នាងសុទ្ធតែលួចពីលីនស៊ីទាំងអស់យកមកកែប្រែបន្តិចបន្តួចហើយដាក់ឈ្មោះខ្លួនឯងដើម្បីធ្វើជាស្នាដៃរបស់ខ្លួនយ៉ាងហោចណាស់ក៏ជាង20ដងដែរនាងនិយាយមិនពិតទេតាមពិតទៅសមត្ថភាពរបស់លីនស៊ីមិនអាចចូលមកទីនេះបានទេប៉ុន្តែនាងនិយាយថាលីនស៊ីគ្មានខ្សែស្រឡាយងាយស្រួលគ្រប់គ្រងធ្វើការបានល្អនិងលឿនរាល់គ្នាអាចប្រើប្រាស់នាងបានងាយស្រួលទើបបានជានាងត្រូវគេទទួលយកមកទីនេះចាស់មិនមែនទេណាមិនមែនទេល្អណាស់មនុស្សដែលចូលចិត្តលួចចំណងគេបែបនេះមិនសមនៅក្នុងវិស័យរចនាម៉ូដទេចាស់ការទៅខ្ញុំនឹងចេញប្រកាសនៅក្នុងវិស័យនេះទូទាំងប្រទេសនិងគ្មានក្រុមហ៊ុនណាហ៊ានជួលលីវសៀនទៀតឡើយប្រធានហួរធ្វើបែបនេះគឺកាត់ផ្ដាច់ផ្លូវរកស៊ីរបស់ខ្ញុំហើយណាប្រធានហួរសូមតែម្ដងគត់ធានាថាមិនមានលើកក្រោយទៀតទេប្រធានហួរកូនសម្លាញ់ទីបំផុតថ្ងៃនេះម៉ាក់ក៏រឹងមាំឡើងវិញហើយថែមទាំងប៉ាបានជួយម៉ាក់ទៀតផងអ្នកនាងលីនស៊ីអូប្រធានហួរហេតុអ្វីបានជាលោកមិនស្រួលខ្លួនទៀតហើយឈប់ប្រជុំទៅថ្ងៃនេះផ្នែករចនាម៉ូដអនុញ្ញាតឲ្យឈប់មុនម៉ោងបានឈប់ប្រជុំបាទឈប់ប្រជុំប្រធានហួរចង់ក្អួតទៀតហើយឬបាទមនុស្សស្រីម្នាក់នេះពិតជាគ្មានទឹកចិត្តសោះខំតែជួយសង្គ្រោះពិតគ្មានពាក្យអរគុណមួយម៉ាត់បែរជារត់គេចបាត់ទៅវិញកូនសម្លាញ់របស់ម៉ាក់ទាសិតជាម្ចាស់ស្នាដៃត្រឡប់មកវិញបានហើយណាបើសិនជាប៉ារបស់កូនពេញចិត្តនឹងស្នាដៃនេះម៉ាក់នឹងបានប្រាក់រង្វាន់យកមកទិញទឹកដោះគោឲ្យកូនហើយប៉ុន្តែដើម្បីសុវត្ថិភាពរបស់កូនគឺមិនអាចឲ្យប៉ារបស់កូនដឹងពីរឿងដែលពួកយើងមានវត្តមាននៅទីនេះបានឡើយតែកូនមិនបាច់បារម្ភទេណាសេចក្តីស្រឡាញ់ដែលម៉ាក់មានចំពោះកូនគឺគ្មានថ្ងៃថយចុះឡើយលោកចូលមកទីនេះដោយរបៀបណាប្រធានគឺថាថ្ងៃនេះខ្ញុំមានហេតុផលពិតប្រាកដមែនខ្ញុំមានអារម្មណ៍ថាមិនសូវស្រួលខ្លួនទើបមិនបានសុំច្បាប់សម្រាប់រហូតដល់បោះបង់ចោលភារកិច្ចការងារចោលលោកច្បាស់ជាមិនមែនមកចាប់ខ្ញុំទេមែនទេមិនមែនទេចុះលោកមកដើម្បីអ្វីមួយរយៈនេះប្រធានមិនសូវស្រួលខ្លួនញឹកញាប់ណាស់ហេតុអ្វីបានជាគាត់ក្អួតចង្អោរដូចជាមនុស្សមានផ្ទៃពោះអញ្ចឹង
ตาทงสำรำในไอนาនៅទីនេះចាស់ប្រធានឃ្លានហើយឬនៅចាស់អញ្ចឹងមីនមួយចាននេះខ្ញុំជូនលោកចុះអ្នកឯងញ៉ាំរបស់បែបនេះឬតើតាមខ្ញុំមកខ្លាចខ្ញុំខ្លាំងណាស់មែនទេតើលោកមានការអ្វីជាមួយខ្ញុំចាស់ចេញឡានទៅមិននឹកស្មានថានៅកន្លែងបែបនេះមានមនុស្សស្លៀកឈុតគេងយកមកជាមួយផងពិតជាអ្នកស្រែចម្ការច្បាស់ណាស់នរណាទៅគិតថាប្រធាននឹងនាំខ្ញុំមកភោជនីយដ្ឋានលំដាប់កាយ5ដ៏ថ្លៃបែបនេះខ្ញុំស្លៀកឈុតគេងយកតម្លៃមិនដល់10យន់រួមទាំងសេវាដឹកជញ្ជូនផងពិតជាខ្មាស់គេខ្លាំងណាស់តើប្រធានហួរត្រូវការអ្វីចាស់ពួកដែលសើចំអកមិញនេះដេញពួកគេចេញអស់ទៅហើយហាមមិនឲ្យពួកគេជន់ទីនេះពេញមួយជីវិតចាស់ប្រធានហួរលោកបាទប្រធានហួរអញ្ជើញឲ្យលោកចេញទៅក្រៅចាស់ហាយនោះជាប្រធានហួរឬអូសុំទោសប្រធានហួរផងបាទមិញនេះខ្ញុំជាអ្នកខុសឯងខ្ញុំពិតជាភ្នែកខ្វាក់មែនដែលមើលមិនឃើញថាមនុស្សស្រីដែលអង្គុយនៅចំពោះមុខលោកមកជាមួយលោកខ្ញុំខុសហើយបាទសូមលោកមេត្តាកុំប្រកាន់ទោសអូដំណើរនឹងខ្ញុំអីខ្ញុំជាវាងយានមកពីក្រុមហ៊ុនថៃវឹង Technology បាទពួកយើងមានកិច្ចសន្យាហការជាមួយគ្នាថៃវឹង Technology ឬបាទប្រធានហួរចាំបានហើយមែនទេបាទលោកចោលរាល់ការសហការទាំងអស់ទៅប្រធានហួរខ្ញុំខុសហើយបាទប្រធានហួរខ្ញុំខុសហើយឥឡូវនេះសប្បាយចិត្តជាងមុនហើយឬនៅតើប្រធានធ្វើរឿងទាំងអស់នេះគឺដើម្បីការពារខ្ញុំមែនទេតាមពិតទៅគាត់មិនសាហាវដូចអ្វីដែលខ្ញុំគិតនោះឡើយចង់ញ៉ាំអ្វីក៏កំងដោយខ្លួនឯងទៅរបស់ថ្លៃបែបនេះលុយដែលបងប្រុសឲ្យខ្ញុំមកខ្ញុំមិនទាន់បានសងគាត់វិញផងបើសិនជាមិនញ៉ាំបាយជាមួយគាត់ទៀតប្រហែលជាមិនសូវល្អទេដឹងខ្ញុំមិនឃ្លានទេចាស់ការមកញ៉ាំបាយជាមួយបងប្រុសក៏ជាផ្នែកមួយនៃការងារដែរជំរាបសួរចាស់ខ្ញុំសុំកំងការ៉េមមួយចានបានហើយចាស់ការ៉េមមិនបានទេហើយអ្វីបានជាមិនបានចាស់ការ៉េមជាចំណីត្រជាក់មនុស្សមានផ្ទៃពោះហាមញ៉ាំរឿងប៉ុណ្ណឹងក៏មិនដឹងធ្វើជាម្ដាយគេយ៉ាងម៉េចទៅខ្ញុំជាអ្នកបើខ្ញុំសម្រាប់ចិត្តខ្លួនឯងដូរទៅជាសាឡាត់វិញទៅចាស់ប្រធានហួរនាងគ្មានអ្វីចង់និយាយជាមួយខ្ញុំទេប្រធានសុំទោសផងចាស់ខ្ញុំមិនបានតាំងចិត្តទេចាស់ចាំខ្ញុំជូនលោកវិញឬថាខោអាវម៉ាក់ល្បីហាមត្រូវទឹកមែនទេបើធ្វើឲ្យសាមរហូតដល់ខូចតើត្រូវធ្វើដូចម្ដេចទៅឆ្លើយសំណួរខ្ញុំមកតើនាងមានអាចកំបាំងអ្វីលាក់បាំងខ្ញុំមែនទេឬមួយក៏គាត់ចង់មានន័យថារឿងដែលខ្ញុំមានផ្ទៃពោះប្រធានច្បាស់ជាមិននាំខ្ញុំទៅរំលូតកូនចៅទេមែនទេមិនដឹងជាយ៉ាងម៉េចទេទើបបានជានាំមកញ៉ាំស្តេកតាមពិតទៅញ៉ាំរួចរាល់ហើយគឺត្រូវបញ្ជូនទៅនរកមែនទេមនុស្សស្រីម្នាក់នេះកំពុងតែគិតពីរឿងអ្វីទៅនឹងគ្មានរឿងណាដែលអាចលាក់បាំងខ្ញុំបានឡើយនាងចង់ប្រាប់ដោយខ្លួនឯងឬក៏នេះខ្ញុំធ្វើឲ្យនាងភ័យខ្លាចមែនទេខ្ញុំមិនបានចង់គំរាមកំហែងនាងឡើយខ្ញុំប្រាប់ក៏បានចាស់លោកកុំខឹងអីណាខ្ញុំមានផ្ទៃពោះចាស់កូនភ្លោះ3ថែមទៀតផងប៉ុន្តែរឿងនេះមិនពាក់ព័ន្ធនឹងលោកឡើយចាស់ពាក្យថាមិនពាក់ព័ន្ធមានន័យថាយ៉ាងម៉េចកូនខ្ញុំនឹងចិញ្ចឹមពួកគេដោយខ្លួនឯងសូមអង្វរលោកកុំបង្ខំឲ្យខ្ញុំយករូបគេចេញអីណាហើយខ្ញុំក៏មិនទៅរំខាននៅក្នុងជីវិតរបស់លោកឡើយហើយមួយទៀតលោកកុំដេញខ្ញុំចេញបានទេចាស់ខ្ញុំនៅត្រូវការលុយដើម្បីចិញ្ចឹមកូនម្យ៉ាងទៀតការដេញមនុស្សស្រីមានផ្ទៃពោះចេញគឺខុសច្បាប់ណានិយាយចប់ហើយឬនៅតើនាងគិតថាខ្ញុំជាមនុស្សបែបណាត្រកូលហួរមិនដែលបណ្ដោយឲ្យមានកូនក្រៅច្បាប់ឡើយមិនត្រូវការកូនក្រៅច្បាប់តើគាត់នឹងបង្ខំឲ្យខ្ញុំយករូបគេចេញមែនទេមានយកអត្តសញ្ញាណប័ណ្ណមកជាមួយទេត្រូវទៅចុះឈ្មោះជួបគ្រូពេទ្យមែនទេចាស់នៅក្នុងក្បាលតូចនេះគិតពីរឿងអ្វីខ្លះទៅមានតែរឿងឥតប្រយោជន៍ទៅចុះសម្បត្តិអាពាហ៍ពិពាហ៍ជាមួយគ្នាលោកជាមួយខ្ញុំចុះសម្បត្តិអាពាហ៍ពិពាហ៍ខ្សែលោហិតត្រកូលហួរមិនអាចធ្លាក់ទៅខាងក្រៅបានឡើយបើសិនជានាងចង់បង្កើតកូនមកគឺត្រូវតែរៀបការជាមួយខ្ញុំប៉ុន្តែខ្ញុំស្គាល់ខ្លួនឯងច្បាស់ណាស់ការរៀបការជាមួយអ្នកមានគឺដូចជាការលេបបញ្ចូលការរៀបការចូលទៅក្នុងត្រកូលអ្នកមានដូចជាត្រកូលហួរមិនមែនស្មើនឹងការលេបបញ្ចូលមាស 10000 ដើមទេឬមួយក៏នាងមិនទាន់ស្ម័គ្រចិត្តស៊ីញ៉ៃទៅបន្ទាប់ពីបង្កើតកូនរួចរាល់ហើយខ្ញុំនឹងផ្ដល់ប្រាក់ចំនួន 1000 លានយន់នឹងនៅទៅគឺសម្រេចចិត្តដោយខ្លួនឯងទៅតើគួរតែស៊ីញ៉ៃល្អទេនឹងស៊ីញ៉ៃល្អទេបើសិនជាមានសម្បត្តិអាពាហ៍ពិពាហ៍កូនទាំង3នាក់នឹងបានចុះឈ្មោះចូលក្នុងបញ្ជីសៀវភៅស្នាក់នៅនឹងបានចូលរៀនបានថែមទាំងបានរស់នៅក្នុងទីក្រុងធំទៀតផងការប្រឡងចូលរៀនក៏ងាយស្រួលជាងមុនគឺល្អជាងការរស់នៅតាមខេត្តដែលពិបាកប្រឡងនិងសៀវភៅស្នាក់នៅជនបទដាច់ស្រយាលដូចជាខ្ញុំមិនដឹងជាប៉ុន្មានដងឡើយដើម្បីកូន
ស៊ីញេទៅចុះចិនដានទៅចុះបញ្ជីសម្រាលជាមួយបងសិនហើយដូចនៅក្នុងល្ខោនសាសមិនមានខុសយាយទូបនេះទាំងលាក់បាំងទាំងទ្រាំលំបាកចាញ់កូនម្នាក់ឯងទ្រាំលំបាកយ៉ាងម៉េចហ្នឹងយាយមកនៅផ្ទះខ្ញុំសិនទៅខ្ញុំចាត់ចែងមនុស្សមកមើលថាយាយហើយនេះសម្រាប់យាយមិនកំណត់វងប្រាក់ចង់ទិញអីក៏តាមចិត្តលេខសម្ងាត់គឺថ្ងៃខែឆ្នាំកំណើតរបស់យាយមិនអីទេចាទទួលយកទៅមែនហើយប្រធានគេប្រហែលជាមិនព្រមឲ្យកូនលំបាកជាមួយខ្ញុំឡើយអរគុណណាចាបូអូហេស្វាមីទៅចុះស្វាគមន៍អ្នកស្រីត្រឡប់មកវិញវ៉ាវភូមិគ្រឹះនេះប្រណិតពេកហើយទាំងអស់នេះមិនដូចជាការពិតសោះអត់ទេខ្ញុំធ្វើខ្លួនឯងបានកុំអន់ខ្លួនអីប្រយ័ត្នឈឺពោះគេមិនបានដឹងរឿងអ្នកមានផ្ទៃពោះច្រើនជាងខ្ញុំដែលជាអ្នកមានផ្ទៃពោះទៅទៀតនេះគឺមេផ្ទះចៅនេះគឺអ្នកស្រីវាងទៅថ្ងៃមុខរាល់រឿងក្នុងជីវិតរបស់នាងពួកគាត់ជាអ្នកចាត់ចែងនេះជាអ្នករចនាម៉ូដសម្លៀកបំពាក់អ្នកជំនាញអាហារូបត្ថម្ភមេចុងភៅអ្នកធ្វើបង្អែមនិងអ្នកឆុងភេសជ្ជៈដែលនឹងជួយរៀបចំទឹកផ្លែឈើបំបត្តិអាការៈចាញ់កូនអ្នកស្រីបើមានការអីអាចបញ្ជាបានភ្លាមខ្ញុំនឹងចាត់ចែងជូនចាសសួស្ដីអ្នកទាំងអស់គ្នាមិនបាច់គួរសំថ្នាក់នឹងទេចាសខ្ញុំធ្វើខុសអ្វីមែនទេលោកប្រុសចៅហ្វាយលោកតាម្ចាស់ហ៊ូចង់ឲ្យត្រឡប់ទៅញ៉ាំបាយផ្ទះចាស់វិញនៅជាមួយខ្ញុំនៅភ័យខ្លាចថ្នាក់នេះបើជួបលោកតាលោកយាយមិនសន្លប់បាត់ទៅហើយទេអីពេលនេះមិនទាន់ដល់ពេលនាំនាងទៅផ្ទះចាស់ទេមិនទៅទេយកបបមកឲ្យខ្ញុំមកខ្ញុំនឹងញ៉ាំជាមិត្តនាងប៉ុន្តែកញ្ញាលៀងក៏នៅទីនោះដែរកញ្ញាលៀងមេលីងត្រឡប់មកវិញហើយខ្ញុំមានការត្រូវនិយាយជាមួយនាងល្មមញ៉ាំរួចហើយប្រញាប់សម្រាកទៅចាសអ្នកស្រីខ្ញុំនឹងនាំទៅមើលបន្ទប់គេងចាសចាសកន្លងទៅជាច្រើនឆ្នាំទីបំផុតលោកប្រុសក៏នាំស្រីចូលផ្ទះដែរអ្នកស្រីសំណាងល្អមែនទែនលោកប្រុសជាបុរសក្នុងក្តីស្រមៃរបស់ស្រីពេញមួយប្រទេសឲ្យស្ដាយពួកនាងមិនដែលឮទេអីកញ្ញាលៀងត្រឡប់មកវិញលោកប្រុសចង់នៅញ៉ាំបាយយប់កំដរអ្នកស្រីទេតែលំមួយថាកញ្ញាលៀងនៅផ្ទះចាស់ក៏ទុកអ្នកស្រីចោលទៅជួបកញ្ញាលៀងភ្លាមនរណាជាអ្នកមកនរណាជាអ្នកទៅនៅមិនទាន់ដឹងច្បាស់ទេហាមនិយាយដាំគេប្រញាប់ទៅធ្វើការទៅអ្នកស្រីទាំងអស់នេះជាអ្វីដែលលោកប្រុសរៀបចំទុកឲ្យអ្នកស្រីចាស់ដោយសារការរៀបចំប្រញាប់ប្រញាល់ពេលនេះមានតែប៉ុណ្ណេះសិនទេពេលនេះនៅមានម៉ាកល្បីជាច្រើនទៀតកំពុងតែដឹកជញ្ជូនមកទីនេះបន្តទៀតទេអ្នកស្រីសូមមេត្តាយកយល់នេះជាការបញ្ជារបស់លោកប្រុសចាស់អូសម្លៀកបំពាក់ទាំងនេះសុទ្ធតែជាម៉ាករបស់លោកប្រុសទាំងអស់នេះជាបន្ទប់គេងរបស់លោកប្រុសចាស់ខ្ញុំនឹងបោះនៅបន្ទប់ជាមួយគ្នានេះក៏ជាបំណងរបស់គេដែរមែនទេបាទអ្នកស្រីលោកប្រុសចង់ឲ្យអ្នកស្រីសម្រាប់ឲ្យបានឆាប់ទឹកសម្រាប់ងូតខ្ញុំរៀបចំរួចរាល់ហើយបាទមែនហើយយប់នេះលោកប្រុសទៅញ៉ាំបាយនៅផ្ទះចាស់យប់នេះគេនឹងត្រឡប់មកវិញទេរឿងនេះខ្ញុំមិនសូវប្រកាសទេលោកប្រុសមិនសូវមកគេងនៅទីនេះទេបាទមិនសូវមកគេងទីនេះទេមិនប្លែកទេដែលគេឲ្យខ្ញុំមកនៅទីនេះក៏ល្អម្យ៉ាងដែរបែបនេះនឹងបានមិនសូវថប់បារម្ភពេកអរគុណណាចាស់លោកមេផ្ទះបាទកូនសម្លាញ់ទោះបីជាប៉ានិងម៉ាក់រស់នៅពិភពលោកខុសគ្នាក៏ដោយប៉ុន្តែប៉ានិងម៉ាក់ស្រឡាញ់កូនមិនតិចឡើយណាម៉ាក់សុំត្រឹមតែឲ្យកូនមានសុវត្ថិភាពធំធាត់ឡើងដោយសុខភាពល្អទោះបីជាត្រូវចាក់ចេញពីត្រកូលហ៊ូក៏ម៉ាក់នៅតែស្រឡាញ់កូនរហូតទៅជឿហឹងមិនស្រួលខ្លួន
ในថ្ងៃនេះឯងកាត់អីហ្នឹងគ្រាន់តែផឹកតែសោះក៏ឆ្លក់ដែរចាំមួយផ្លែតខ្ញុំឲ្យគេទៅធ្វើស៊ុបយ៉ាងម៉េចមកឲ្យមួយចានជួយសម្រាលការក្អួតចង្អោរបានស៊ុបយ៉ាងម៉េចអាចជួយសម្រាលអាការៈចាញ់កូនបានមែនទេពូប៉ារបស់ឯងអើយទាំងចាញ់កូនទាំងវិលមុខត្រូវផឹកស៊ុបយ៉ាងម៉េចរាល់ថ្ងៃឲ្យអ្នកផ្ទះបាយធ្វើឲ្យខ្ញុំ10ឈុតមកចំណែកបាយខ្ញុំមិនញ៉ាំទេចង់ទៅក៏ទៅបែបនេះតែម្ដងមកនេះអង្គុយចុះសិនមកមេលីងខំត្រឡប់មកវិញពីអ៊ីតាលីណានាងជាចៅស្រីរបស់មិត្តរួមអាជីពរបស់តាឯងទាំងពីរអ្នកធំធាត់ឡើងជាមួយគ្នាគ្រាន់តែនៅញ៉ាំបាយជាមួយមេលីងដើម្បីរឹតចំណងមិត្តភាពបន្តិចមិនបានមែនទេលោកតាពួកយើងទាំងពីរគ្រាន់តែចៃដន្យធំធាត់ជាមួយគ្នាតាំងពីក្មេងមានរឿងអីត្រូវនិយាយគ្នាទៅម្យ៉ាងទៀតនិយាយផ្ដេសតែត្រូវគេបំពោលថ្នាំក៏មិនហ៊ានញ៉ាំបាយផ្ដេសផ្ដាស់ដែរហើយចៅម្នាក់នេះលោកតាចិត្តត្រជាក់សិនទៅចាស់ពេលនេះជាហឹងឡើងជាប្រធានត្រកូលហ៊ូពេលធ្វើការតែងតែភ្លេចញ៉ាំបាយជារឿយលោកតាកុំបន្ទោសគាត់អីណែស្ដាប់ចុះមេលីងពិតជាដឹងក្តីមែនទែនណែចៅប្រុសតាបានឮថាមុននេះឯងទៅតែដេញប្រធានផ្នែករចនាម៉ូដចេញមែនទេល្អណាស់ចៃដន្យល្មមមេលីងទៅតែរៀនចប់ពីសាលារចនាម៉ូដល្បីដោយទទួលបានពិន្ទុល្អបំផុតយកបែបនេះទៅឲ្យមេលីងទៅធ្វើការនៅក្រុមហ៊ុនឯងតំណែងប្រធានផ្នែករចនាម៉ូដជាមិនដែរអរគុណលោកតាដែលមានចិត្តមេត្តាតែខ្ញុំនៅមានចំណុចខ្វះខាតច្រើនណាស់ចា៎តំណែងប្រធានផ្នែករចនាម៉ូដខ្ញុំមានមនុស្សរួចហើយរំខានលោកតាកុំបារម្ភពីរឿងនេះអីហើចៅម្នាក់នេះណែមេលីងចៅមិនទាន់ដឹងទេដឹងធម្មតាចៅម្នាក់នេះតែងតែខ្ជិលច្រអូសមិនសូវមកលេងមនុស្សចាស់ពីរនាក់នេះទេតែលំមូថាចៅមកទីនេះគេក៏ព្រមមកភ្លាមមនុស្សដូចគេនេះមាត់រឹងបំផុតហើយលោកតាកុំនិយាយលេងអីចាស់លោកតានិយាយត្រូវហើយតែខ្ញុំត្រឡប់មកលើកនេះគឺមានការចង់និយាយជាមួយមេលីងតាមខ្ញុំចេញមកក្រៅបន្តិចណែមេលីងចៅនៅផ្លឹកអីទៀតប្រញាប់ទៅស្ដាប់មើលទៅថាគេចង់និយាយអីចៅប្រុសម្នាក់នេះទីបំផុតក៏ចេះគិតឃើញនឹងគេដែរជាហឹងមានការអីចង់និយាយជាមួយខ្ញុំមែនទេនេះជារបស់ដែលម៉ាក់របស់ឯងបន្សល់ទុកឲ្យឯងមែនទេត្បូងកណ្ដៀងហ្វឹកហ្វាខ្ញុំចង់រំខាននាងប្រាត្បូងកណ្ដៀងនេះច្នៃជាចិញ្ចៀនអាពាហ៍ពិពាហ៍ឲ្យខ្ញុំមួយវងខ្ញុំចង់សុំការរៀបការឯងមានការជាមួយខ្ញុំគឺដើម្បីឲ្យខ្ញុំច្នៃចិញ្ចៀនសុំការរៀបការឲ្យឯងលោកតាដឹងហើយនាងជាមនុស្សឆាប់ភ័យខ្លាចចាំនាងត្រៀមខ្លួនរួចរាល់សិនខ្ញុំនឹងនាំនាងទៅជួបលោកតាលោកយាយខ្ញុំនឹងនាំអ្នកទៅជួបលោកតាលោកយាយខ្ញុំបានឃើញស្នាដៃរចនាម៉ូដដែលបានផ្ញើមកជាច្រើនហើយវាសាមញ្ញពេកនិងមិនសូវទាក់ទាញភ្នែកទេអ្នកមានអាយុប្រហាក់ប្រហែលនាងស្នាដៃរចនាម៉ូដស្អាតប្លែកបែបនេះនាងប្រហែលជាចូលចិត្តខំប្រឹងប្រែងដើម្បីនាងដល់ថ្នាក់នេះមើលទៅអ្នកបារម្ភពីនាងខ្លាំងណាស់មនុស្សស្រីរបស់ខ្ញុំគ្រប់យ៉ាងត្រូវតែល្អបំផុតអីចឹងផ្ញើលើអ្នកហើយបន្ទាប់ពីការងារចប់ខ្ញុំនឹងប្រកួតគម្រោងនេះឲ្យពួកយើងធំឡើងជាមួយគ្នាណាការជួយការងារអ្នកគឺខ្ញុំរីករាយណាស់ហើយពេលសូមរៀបការកុំភ្លេចហៅខ្ញុំទៅចូលរួមផងណាអរគុណនឹងរងចាំដំណឹងល្អហេតុអីក៏ខ្លាចយ៉ាងនេះកុំធ្វើបាបកូនខ្ញុំអីសូមអង្វរចៅហ្វាយបើភ្នែកឡើងពេលព្រឹកឃើញចៅវាយតែម្ដងតើមានរឿងអីគួរឲ្យខ្លាចជាងនេះទៀតទេតើភ្ញាក់ពីព្រលឹមធ្វើអីហ្នឹងម៉ោង 7 កន្លះហើយបើមិនទៅធ្វើការទេនឹងយឺតការងារជាក់ជាមិនខានឥឡូវនេះនាងជាភរិយាខ្ញុំមិនបាច់ធ្វើការរកលុយហត់នឿយទេមិនបានទេខ្ញុំត្រូវសន្សំលុយបើមិនអញ្ចឹងទេពេលលែងលះគ្នាខ្ញុំរស់នៅយ៉ាងម៉េចលេងណាលោកស្រីហ៊ូទោះបីជានាងចង់ចាក់ចេញពីគ្រួសារហ៊ូក៏ពួកយើងទៅតែចុះសម្បត្តិអាពាហ៍ពិពាហ៍មិនទាន់បានមួយថ្ងៃផងនិយាយរឿងលេងលះលឿនពេកហើយធ្វើឲ្យគាត់ខឹងបាត់មិនមែនបែបនឹងទេគ្រាន់តែការធ្វើជាអ្នករចនាម៉ូដជាក្តីស្រមៃរបស់ខ្ញុំចង់ធ្វើការដើម្បីបានប្រាក់ខែស្រឡាញ់ការងារដល់ថ្នាក់ហ្នឹងចាស់ខ្ញុំស្រឡាញ់ការងារល្អចូលមក
អារុនសួស្ដីលោកស្រីអារុនសួស្ដីលោកស្រីថ្ងៃនេះសីតុណ្ហភាព23អង្សាហើយអាចមានភ្លៀងធ្លាក់តិចតួចនេះជាឈុតដែលរៀបចំទុកតាមអាកាសធាតុសម្រាប់អ្នកនៅថ្ងៃនេះខោអាវច្រើនម្លេះច្រើនជាងខោអាវក្នុងទូរបស់ខ្ញុំទៅទៀតយកឈុតនេះចុះលោកស្រីខ្ញុំជួយបដូរឲ្យមិនបាច់ទេខ្ញុំចាត់ចែងខ្លួនឯងបានលោកស្រីនេះជាបំណងរបស់លោកប្រុសព្រោះលោកស្រីមានផ្ទៃពោះមិនបាច់ធ្វើការអង្គវហើយឲ្យមនុស្សមកបម្រើបែបនេះខ្ញុំទើសតណាស់នាងមានន័យថាមិនបាច់ឲ្យពួកគេជួយទេអញ្ចឹងខ្ញុំជួយនាងដោយផ្ទាល់ខ្ញុំមិនបានមានន័យបែបហ្នឹងទេយកខោអាវមកឲ្យខ្ញុំពួកឯងចេញទៅបានហើយកុំតន់អាវទៅអីកិច្ចវិធ្វើអីខ្លាចដល់ថ្នាក់នឹងតើទៅថ្ងៃមុខប្រឈមមុខនឹងគ្រួសារហួរដោយរបៀបណាសម្រាប់បន្តិចទៅខ្ញុំមិនស៊ីសាច់នាងទេបើមិនទៅឥឡូវនេះទេនឹងយឺតការងារហើយណាខ្ញុំអូសទាញនាងមែនទេលោកប្រធានហ៊ូខាងមុខស្ទះចរាចរណ៍បន្តិចបន្តួចបាទមិនអីទេលោកមិនប្រញាប់តែខ្ញុំប្រញាប់ណាស់ប្រាក់ខែរបស់ខ្ញុំដល់ក្រុមហ៊ុនហើយខ្ញុំសុំទៅមុនហើយណាតើប្រញាប់អីម្លេះមិនដឹងដែរបាទប្រហែលជាប្រញាប់ទៅស្កេនកាត់ចូលធ្វើការស្កេនកាត់មែនទេសុំទោសចាតើនាងចង់ធ្វើអីគ្រាន់តែប្រធានលីវចេញទៅនឹកស្មានតែខ្លួនឯងពូកែណាស់មែនទេមើលម៉ោងទៅម៉ោង 8:01 នាទីហើយយឺត1នាទីខ្ញុំមកយឺតក្រុមហ៊ុនកាត់លុយខ្ញុំមិនពាក់ព័ន្ធនឹងអ្នកទេអ្នកណាក៏ដឹងថាលីមឿងនៅក្នុងផ្នែករចនាម៉ូដចាស់ទុំជាងគេប្រធានលីវលាឈប់ហើយប្រធានបន្ទាប់ច្បាស់ជាបងមឿងហ៊ានដំឡើងសម្លេងដាក់បងមឿងផងចង់ខ្ទាតចេញមែនទេមិនទាន់តែងតាំងប្រធានថ្មីទេបុគ្គលិកត្រូវមានវិន័យខ្ញុំស្នើសុំចាប់ពីថ្ងៃនេះទៅអ្នកមកយឺតត្រូវសម្អាតបង្គន់ពិតមែនហើយចូលថ្មឹងធ្វើអីមិនប្រញាប់ទៅទៀតក្រុមហ៊ុនគ្មានអ្នកសម្អាតបង្គន់ទេអីលោកប្រធានហ៊ូហេតុអីលោកប្រធានមកដល់ផ្នែករចនាម៉ូដដោយផ្ទាល់បែបនេះខ្ញុំលីមឿងនៅផ្នែករចនាម៉ូដចាខ្ញុំបញ្ចប់ការសិក្សាមកពីសាកលវិទ្យាល័យស៊ីងប៉ៃជាប្អូនស្រីរបស់ប្រធានលីវអ្នកចង់ចាត់ចែងរបៀបរៀបរយយ៉ាងម៉េចគឺលីនស៊ីអ្នកនេះបញ្ចប់ការសិក្សាសាលាកម្រិតទាបធ្វើឲ្យប៉ះពាល់ដល់កិត្តិយសមកយឺតទៀតគ្មានវិន័យតតែសោះមនុស្សប្រភេទនេះឲ្យសម្អាតបង្គន់គឺស្រាលពេកហើយរត់លឿនយ៉ាងនេះនៅតែមកយឺតទៀតក៏ព្រោះតែលោកនឹងហើយនៅផ្ទះអ៊ូមិនឈប់អ្នកណានឹងដឹងថាប្រលឹមឡើងផ្ទះនាងធ្វើអីខ្លះក្មេងស្រីជនបទបែបនេះគ្មានភាពខ្មាស់អៀនទេចាប់ពីថ្ងៃនេះទៅផ្នែករចនាម៉ូដលុបចោលការស្កេនកាត់ឲ្យបុគ្គលិកទាំងអស់គេងឲ្យស្កប់ស្កល់សឹមមកធ្វើការលោកប្រធានហ៊ូឈ្មោះលីមឿមែនទេបើបារម្ភពីអនាម័យក្រុមហ៊ុនខ្លាំងម្លេះបង្គន់ទាំងមូលក្នុងអគារនេះទៅសម្អាតឲ្យស្អាតទាំងអស់ទៅឲ្យខ្ញុំនិយាយសារជាថ្មីទេទៅចុះគ្មានអ្នកណាហ៊ានប្រឆាំងនឹងបញ្ជាលោកប្រធានហ៊ូទេលោកប្រធានហ៊ូខ្ញុំទៅភ្លាមចាលោកប្រធានហ៊ូខ្ញុំទៅធ្វើការសិនហើយឈប់សិនដើរតាមខ្ញុំទៅការិយាល័យតើខ្ញុំធ្វើឲ្យគាត់ខឹងរឿងអីទៀតហើយរយៈពេលនេះហេតុអីលោកប្រធានឧស្សាហ៍មកផ្នែករចនាម៉ូដម្លេះលោកប្រធានហ៊ូប្រហែលជាចាប់អារម្មណ៍នាងហើយនិយាយផ្ដេសផ្ដាស់អីលោកប្រធានហ៊ូមានទ្រព្យសម្បត្តិវ៉ាលៀនតើអាចមកស្រឡាញ់ក្មេងស្រីជនបទយ៉ាងម៉េចទៅ
ត្រូវហើយលោកប្រធានជួយខ្ញុំព្រោះឃើញខ្ញុំមានផ្ទៃពោះលីនស៊ីឈោថ្មឹងធ្វើអីមិនប្រញាប់ទៅតាមគាត់អាយុយមិនក៏ដើរយឺតយ៉ាងនេះខ្ញុំទៅលើនេះហើយរងចាំនាងមែនទេប្រធានហួរមានការអ្វីជាមួយស៊ឺលើមែនទេចាស់មកនេះប្រធានហួរធ្លាប់ហៅខ្ញុំថាប្រធានហួរនៅពេលនោះមែនទេស្វាមីចាស់ពីជាងនេះបន្តិចស្វាមីចាស់ទៅថ្ងៃក្រោយពេលនៅក្រុមហ៊ុនហាមគេចមុខពីខ្ញុំយកទេដឹងហើយចាស់អីចឹងខ្ញុំសុំខ្លួនផឹកនេះសិនទៅសឹមទៅនេះជាអ្វីចាស់ស៊ុបយ៉ាងម៉េចការពីអាការៈចាញ់កូនអរគុណចាស់នេះចាស់អីចឹងខ្ញុំសុំខ្លួនទៅធ្វើការសិនណាហេតុអ្វីក៏ពេលដែលនៅចិត្តស្រីម្នាក់នេះចាប់ផ្ដើមមានអារម្មណ៍ល្អទៅវិញស្វាមីចាស់លោកធ្វើឲ្យខ្ញុំជឿហើយជឿហឿងប្រធានហួរអីចឹងខ្ញុំសុំខ្លួនទៅធ្វើការសិនណាជប់សិនយាយណានមែនទេស្រីដែលជឿហឿងចង់រៀបការជាមួយជឿហឿងឯងមកជួបគូដណ្ដឹងតាំងពីយប់មិញមែនទេតាមពិតលោកយាយជូនឯងទៅផ្ទះចាស់យប់មិញគឺទៅជួបនាងម្នាក់នេះឯងមើលទៅស្រស់ស្អាតនិងថ្លៃថ្នូរខ្លាំងណាស់អ្នកចេញទៅក្រៅសិនទៅចាស់ណែពីអ្នកនោះនិយាយគ្នាពីអីនៅក្នុងហ្នឹងខ្ញុំមិនដឹងទេនាងទៅតែចេញមកពីខាងក្នុងមិនក៏មិនដឹងទៅវិញនាងមិននិយាយក៏ខ្ញុំទីដឹងដែរនោះជាកូនស្រីត្រកូលលៀងជាកូនស្រីតែមួយគត់ថែមទាំងរៀនចប់សិល្បៈលំដាប់ខ្ពស់នៅអង់គ្លេសទៀតផងដឹងហើយជានិស្សិតសិល្បៈលំដាប់ពិភពលោកទៀតផងហូវីទាំងស្អាតទាំងពូកែសំជាកូនស្រីត្រកូលធំឬថាត្រកូលហួរចង់បានធ្វើជាកូនប្រសារផងផប់សំណាងល្អពិតមែនខ្ញុំសុំខ្លួនសិនហើយហេតុអ្វីលោកមិនប្រាប់មុនបន្តិចខ្ញុំគិតថាយើងស្និទ្ធស្នាលគ្នាបាត់ទៅហើយអ្នកដែលចូលបន្ទប់ខ្ញុំត្រូវតែកក់ទុកមុននេះជាច្បាប់របស់ខ្ញុំចុះស្រីម្នាក់មិញនេះត្រូវកក់ទុកមុនដែរទេនាងមិនដូចគ្នាទេមានបញ្ហាអីមែនទេនាងគឺស្រីដែលលោកចង់រៀបការជាមួយមែនទេត្រូវហើយនាងមើលទៅធម្មតាខ្លាំងណាស់មិននឹកស្មានថាលោកចូលចិត្តស្ទីលបែបនេះសោះអ្នកកំពុងតែសង្ស័យលើការជ្រើសរើសរបស់ខ្ញុំមែនទេមិននឹងអាចទៅរួចលោកមានមនុស្សដែលលោកស្រឡាញ់ខ្ញុំក៏សប្បាយចិត្តជំនួសដែរហាមិនក៏គ្រាន់តែទឹកតែមួយកែវក៏ចង់ក្អួតទៅវិញចាំបន្តិចទៀតឲ្យចុងភៅធ្វើស៊ុបយ៉ាងម៉េចឲ្យឯងមួយចានដើម្បីកាត់បន្ថយការចាញ់កូនស៊ុបយ៉ាងម៉េចអាចជួយកាត់បន្ថយអាការៈចាញ់កូនបានមែនទេមុនមកឯងចាញ់កូនខ្លាំងណាស់ត្រូវផឹកស៊ុបយ៉ាងម៉េចរាល់ថ្ងៃឲ្យចុងភៅរៀបចំឲ្យខ្ញុំ10ឈុតផងចំណែកបាយខ្ញុំមិនញ៉ាំទេជឿហឹងសុំស៊ុបយ៉ាងម៉េចពីលោកតាប្រកាសជាយកទៅឲ្យស្រីម្នាក់នោះហើយនាងមានផ្ទៃពោះមែនទេមិនផ្លាច់ទេដែលជឿហឹងចង់រៀបការជាមួយបើកូនក្នុងពោះនាងបាត់បង់ទៅជឿហឹងច្បាស់ជាមិនរៀបការជាមួយនាងទេម៉ូឌីសាញយ៉ាងម៉េចដែរអូនៅឡើយទេលោកពិតជាប្រញាប់មែនរឿងរៀបការជារឿងធំមួយជីវិតណាធ្វើលំមិនកើតចុះបើឲ្យខ្ញុំនិងគូដណ្ដឹងលោកស្និទ្ធស្នាលគ្នាជាងនេះបន្តិចសឹមធ្វើម៉ូឌីសាញតាមក្រោយធ្វើការជាមួយគ្នាជាច្រើនឆ្នាំលោកនៅខ្លាចខ្ញុំធ្វើបាបគូដណ្ដឹងលោកទៀតមែនទេនាងជាមនុស្សឆាប់ភ័យខ្លាចរាងកាយមិនសូវមាំមួនខ្លាចអ្នកធ្វើឲ្យនាងភ័យតក់ស្លុតបារម្ភពីនាងដល់ថ្នាក់នឹងផងនាងជាសត្វស្វាឬខ្លាឃ្មុំទៅបើខ្លាចខ្ញុំធ្វើឲ្យនាងភ័យអីចឹងឲ្យខ្ញុំចូលធ្វើការក្នុងក្រុមហ៊ុនលោកពីរបីថ្ងៃដើម្បីស្និទ្ធស្នាលជាមួយនាងល្អទេ
ពិតមែនហើយគួរតែឲ្យនាងហាត់រៀនភាពក្លាហានខ្លះទើបអាចធ្វើជាប្រពន្ធប្រធានត្រកូលហួរបានព្រមព្រៀងអីចឹងអ្នកទៅធ្វើការនៅផ្នែក design ជំនួយការនាយកចាត់ការដើម្បីនៅចិត្តនាងតាមពិតនាងនៅផ្នែក design សោះមិនប្លែកទេដែលលោកតាបង្ខំឲ្យខ្ញុំទទួលតំណែងនេះជឿហឹងខំប្រឹងសម្របសម្រួលដើម្បីឲ្យខ្ញុំចូលក្រុមហ៊ុនមកធ្វើការតំណែងនេះល្អណាស់ខ្ញុំនឹងនៅចិត្តគូដណ្ដឹងលោកឲ្យបានល្អបំផុតសូមកែសម្រួលបន្តិចនាងជាភរិយាខ្ញុំគ្រាន់តែដើម្បីគោរពសិទ្ធិរបស់នាងនៅក្នុងក្រុមហ៊ុនយើងមិនទាន់ប្រកាសជាសាធារណៈប៉ុណ្ណោះអ្នកទៅចុះខ្ញុំសូមណែនាំអ្នកទាំងអស់គ្នាឲ្យស្គាល់អនុប្រធានផ្នែក design ថ្មីកញ្ញាលៀងមេលេងសូមអ្នកទាំងអស់គ្នាទេដៃស្វាគមន៍នាងផងអរគុណអ្នកទាំងអស់គ្នាថ្ងៃក្រោយសូមជួយណែនាំផងចា៎អូកញ្ញាលៀងលោកជាអ្នកដែលរៀនចប់ពីសាលាសិល្បៈលំដាប់ខ្ពស់នៅអង់គ្លេសមែនទេចាស់គឺខ្ញុំមិនក៏ដឹងទៅវិញអ្នកណាក៏ដឹងដែរល្បីខ្លាំងណាស់ថែមទាំងធ្លាប់ឃើញលោកនៅក្នុងទស្សនាវដ្តីហិរញ្ញវត្ថុទៀតផងលោកជាកូនស្រីត្រកូលលៀងដ៏ល្បីល្បាញនិយាយលើសពេកហើយចាស់ចុះហេតុអ្វីលោកពូកែថ្នាក់នឹងបែរជាប្រធានហួរតែងតាំងត្រឹមតែជាអនុប្រធានទៅវិញរឿងនេះអូខ្ញុំដឹងហើយច្បាស់ជាដើម្បីជៀសវាងពាក្យចាំអារ៉ាមមែនទេចាស់លោកនឹងប្រធានហួរសំគ្នាដូចនេះបែបនេះអីចាស់ស្រីដែលពូកែថ្នាក់នេះគួរឲ្យច្រណែនពិតមែនមិនប្លែកទេដែលលោកប្រធានស្រឡាញ់នាងស្រីបែបនេះទើបស័ក្តិសមជាមួយប្រធានហួរថ្ងៃនេះខ្ញុំចូលធ្វើការថ្ងៃដំបូងសុំប៉ាវកាហ្វេអ្នកទាំងអស់គ្នាញ៉ាំតាមគុណចាកញ្ញាលៀងពិតជាមានចិត្តល្អពិតមែនហើយទោះបីជាត្រកូលលៀងជាត្រកូលធំទី2បន្ទាប់ពីត្រកូលហួរប៉ុន្តែកញ្ញាមិនចេះឆ្មើងឆ្មៃសោះខ្ញុំចង់ដឹងណាស់បើកូនក្នុងពោះនាងរលាយបាត់ទៅជាហឹងនៅតែរៀបការជាមួយនាងទៀតទេផឹកភេសជ្ជៈបន្តិចទៅលីនស៊ឺឥឡូវនេះមានផ្ទៃពោះខែដំបងមិនអាចផឹកកាហ្វេបានទេអរគុណចាស់កញ្ញាលៀងប៉ុន្តែខ្ញុំខ្សោយជាតិកាហ្វេអ៊ីនផឹកមិនបានទេសូមទោសផងចាស់ខ្ញុំគិតទុកហើយថានឹងនិយាយបែបនេះមិនអីទេនេះជា Strawberry Milkshake គ្មានជាតិកាហ្វេអ៊ីនទេនេះចាស់លោកច្បាស់ជាមិនអាឡែស៊ីជាមួយ Strawberry ទេចាស់មិនអីទេចាស់អរគុណកញ្ញាលៀងសុំទោសលោកស្រីរងប្រធានលៀងខ្ញុំពិតជាមិនសូវស្រួលខ្លួនមែនទើបមិនទាន់ញ៉ាំមីលសេកនេះសង្ឃឹមថាលោកស្រីមិនប្រកាន់បើមិនស្រួលខ្លួនគួរតែញ៉ាំភេសជ្ជៈក្តៅនេះជាមើលនុយពិសេសរបស់ហាងយើងរសជាតិឆ្ងាញ់ណាស់ជឿខ្ញុំទៅពេលនេះខ្ញុំពិតជាញ៉ាំមិនចូលមែនលីនស៊ីតើអ្នកមានបញ្ហាអីជាមួយខ្ញុំមែនទេហេតុអីអំបញ្ញមិញនៅល្អដល់ខ្ញុំយកភេសជ្ជៈមកឲ្យបែរជាញ៉ាំមិនចូលទៅមែនបែបហ្នឹងទេរងប្រធានលៀងហេតុអីបានជាលោកស្រីយំលីនស៊ីតើខ្ញុំធ្វើខុសអីធ្វើឲ្យអ្នកមិនពេញចិត្តមែនទេហេតុអីចាំតែចាប់កំហុសខ្ញុំខ្លាំងម៉េចខ្ញុំអត់មានបំណងបែបហ្នឹងទេរងប្រធានលៀងលោកស្រីកាត់អីហ្នឹងលីនស៊ីតើឯងកំពុងលេងល្បិចអីទៀតហើយលីនស៊ីចាប់តាំងពីឯងចូលមកផ្នែករចនាម៉ូដមកគ្មានថ្ងៃណាដែលស្ងប់សុខទេឥឡូវថែមទាំងមកធ្វើបាបរងប្រធានលៀងជាមនុស្សដែលប្រធានហួរអញ្ជើញមកដោយផ្ទាល់ឯងធ្វើបែបនេះគឺមិនទុកមុខឲ្យប្រធានលៀងជាមនុស្សសំខាន់របស់ប្រធានហួរបើធ្វើឲ្យប្រធានហួរពិបាកចិត្តច្បាស់ជាគ្មានរឿងល្អទេសូមទោសផងរងប្រធានលៀងខ្ញុំនឹងញ៉ាំវាជឿហឹងលោកមកទីនេះតាំងពីពេលណាបារម្ភពីខ្ញុំមែនទេខ្ញុំកំពុងតែនិយាយលេងជាមួយលីនស៊ីសោះអាកាសទុកដៅពេកទើបខ្ញុំទិញភេសជ្ជៈចែកអ្នកគ្រប់គ្នាមែនណាហ៎ចាស់មែនហើយរងប្រធានលៀងទិញភេសជ្ជៈចែកអ្នកគ្រប់គ្នាក្នុងផ្នែកហើយខ្ញុំក៏បានចំណែកដែរគាត់ពិតជាល្អចុះហេតុអីរងប្រធានលៀងត្រូវយំដែរខ្ញុំកំពុងសួរអ្នកចាស់អំបញ្ញមិញខ្ញុំមិនទាន់បានញ៉ាំមីលសេកដែលលោកស្រីឲ្យទើបធ្វើឲ្យរងប្រធានលៀងយល់ច្រឡំថាខ្ញុំមិនគួរសមជឿហឹងកុំបន្ទោសគាត់អីលីនស៊ីច្បាស់ជាគ្មានចេតនាទេខ្ញុំជឿថាគាត់ប្រហែលជាមិនសូវស្រួលខ្លួនពិតមែន
ខ្ញុំក៏ជឿជាក់បែបនោះដែរ អីគេគាត់ជឿខ្ញុំពិតមែនអហ៎ ញ៉ាំទៅហេតុអីអ្នកក៏មិនស្រួលខ្លួនដែរមែនទេ ខ្ញុំអត់ទេ អីចឹងក៏ញ៉ាំទៅម្ចាស់ដើមមិនញ៉ាំមិននឹងកើត ខ្ញុំញ៉ាំអស់ហើយ ល្អណាស់ចេញពីធ្វើការបានអ្នកនាងលីន រងប្រធានលៀងខ្ញុំចេញពីធ្វើការសិនហើយជម្រាបលាមានកើតអីហ្នឹងលីនស៊ីស្រីឈួតឯងពូកែណាស់តើដែលធ្វើឲ្យជឿហឹងការពីឯងបានខ្ញុំនឹងធ្វើឲ្យឯងគ្មានថ្ងៃបានសុខឡើយចុងក្រោយក៏រួចរាល់ហើយឈប់សិនឯងគ្រាន់តែជាបុគ្គលិកផ្នែករចនាហេតុអីមកប្រើបន្ទប់ទឹកនេះគឺដោយសារតែលីនស៊ីនឹងឯងអរគុណរងប្រធានផ្នែករចនាថ្មីនាងបានប្រាប់រឿងរ៉ាវគ្រប់យ៉ាងរបស់លីនស៊ីឲ្យខ្ញុំដឹងខ្ញុំនឹងដំឡើងតំណែងឲ្យនាងប្រញាប់បិទទ្វារឡានលឿនឡើងបិទទ្វារលីនស៊ីហេតុអីនាងឡើងឡានរបស់ប្រធានទៅវិញវាមិនអាចទៅរួចទេនាងច្បាស់ជាមើលច្រឡំហើយម្យ៉ាងទៀតប្រធានជាមនុស្សស្រឡាញ់ភាពស្អាតស្អំមិនដែលឲ្យមនុស្សស្រីចិត្តឡើយចុះសម្រុងនឹងលីនស៊ីដែលជាក្មេងជនបទឡើងឡានគាត់បានយ៉ាងម៉េចជំនួយការសិនប្រញាប់ចេញឡានទៅបើមិនទាន់ចេញឡានទេគ្នាយើងនឹងឃើញខ្ញុំជាក់ជាមិនខាន ឡានខូចហើយ ឡានថ្លៃធ្នូម្លឹងបែរជាខូចដែរហ៎ បាត់មែនហើយតែបន្តិចទៀតគឺដើរវិញហើយ មិនមែនទេដឹងចេញទៅ ខ្លាចដល់ថ្នាក់នឹងផងខ្ញុំជាប្តីដែលគួរឲ្យខ្មាស់គេខ្លាំងណាស់មែនទេ លោកមិនដឹងទេអីក្រុមហ៊ុនហាំមិនឲ្យមានស្នេហាក្នុងកន្លែងធ្វើការបើគេចាប់បាននឹងត្រូវបណ្តេញចេញ មានច្បាប់នេះដែរហ៎លោកតាហួរជាអ្នកបង្កើតឡើងបាត់ប្រធានលោកតាហ៎ទៅលោកច្បាប់នឹងចេញភ្លាមទៅបាទ ពិតមែនតើ ញ៉ាំស៊ុបក្តៅបន្តិចទៅ លោកដឹងយ៉ាងម៉េចថាខ្ញុំចង់ក្អួត អាការៈចាញ់កូនគ្រប់យ៉ាងរបស់នាងខ្ញុំដឹងទាំងអស់នឹងរាងកាយតូចច្រឡឹងបែបនេះត្រូវពោះកូនភ្លោះបីឲ្យខ្ញុំពិបាកនាងហើយ ខ្ញុំមិនពិបាកទេមានកូននៅជាមិត្តខ្ញុំមានសុភមង្គលណាស់ ចេញដំណើរបានបាទ ឡានមិនបានខូចទេហ៎ ប្រធានហួរដល់ហើយបាទហឹម ឡាប៊ូប៊ូខ្ញុំចង់បានឡាប៊ូប៊ូ ឡាប៊ូប៊ូវាជាស្អីទៅប្រធានហួរឡាប៊ូប៊ូជាតតាលេងបាទឥឡូវនេះក្មេងស្រីនិយមលេងណាស់ពិបាករកទិញខ្លាំងណាស់បាទពិបាកទិញហ៎របស់ដែលប្រពន្ធខ្ញុំចង់បានត្រូវទៅដណ្ដើមជាមួយអ្នកដទៃដែរមែនទេស្អែកនេះឲ្យថៅកែហាងនោះមកជួបខ្ញុំនៅក្រុមហ៊ុន អ្នកប្រុសច្បងអាហាររួចរាល់ហើយចាស់ ស៊ូទុកឲ្យនាងសម្រាប់បន្តិចទៀតចុះខ្ញុំនឹងទៅផ្ទះធំមួយផ្លេត ចាស់
អាឡូអាឡូលីនស៊ីគឺខ្ញុំសៀវអ៊ីមិត្តរួមការងារឯងនឹងសៀវអ៊ីមានការអីមែនទេពណ៌ភឿនពណ៌ប្រៃឃ្លីននេះជាការរៀបចំដ៏វិសេសវិសាលត្រូវតែមកឲ្យបានណាខ្ញុំមួយរយៈនេះខ្ញុំមិនសូវស្រួលខ្លួនប៉ុន្មានទេខ្ញុំប្រហែលជាមិនបានទៅទេកុំបដិសេធអីណាតាំងពីឯងប្រឡងចូលមហាវិទ្យាល័យមកមិនដែលមកជួបជុំមិត្តរួមថ្នាក់សោះមកណាលោកគ្រូសៀវក៏មកដែរគាត់តែងតែសួរនាំពីឯងសៀវមែនទេព្រមហើយខ្ញុំនឹងទៅឥឡូវនេះអ្នកស្រីភ្ញាក់ហើយឬលោកប្រុសបានត្រឡប់ទៅផ្ទះចាស់វិញហើយអ្នកជំនាញអាហារូបត្ថម្ភបានរៀបចំអាហារសម្រាប់ស្ត្រីមានផ្ទៃពោះរួចរាល់ហើយគឺខ្ញុំមានការប្រញាប់ត្រូវចេញទៅក្រៅអាហារពេលល្ងាចខ្ញុំមិនទាន់បានញ៉ាំទេចាស់ឲ្យអ្នកបើកឡានជូនទៅណាមិនអីទេចាស់អស់ចាណាស់ឯងនៅតែចង់ត្រឡប់មកផ្ទះវិញផឹកស៊ុបយ៉ាងមីង10ចានទៀតមែនទេជឿហឿងចប់ការងារហើយប៉ុន្តែខំប្រឹងបើកឡានពេញទីក្រុងដើម្បីត្រឡប់មកផ្ទះចាស់ផឹកស៊ុបយ៉ាងមីងនេះមែនទេមានអីគួរឲ្យភ្ញាក់ផ្អើលយ៉ាងនេះលោកយាយខ្ញុំចូលចិត្តផឹកមិនបានមែនទេលោកប្រុសតូចរៀបចំរួចរាល់ហើយចាស់ល្អលោកតាលោកយាយថែរក្សាសុខភាពផងណាខ្ញុំទៅសិនហើយហាក្មេងម្នាក់នេះជឿហឿងឯងមកសួរសុខទុក្ខលោកតាលោកយាយមែនទេជឿហឿងខ្ញុំមិនយល់ទេហេតុអ្វីឯងត្រជាក់ស្រទុំដាក់ខ្ញុំយ៉ាងនេះខ្ញុំធ្វើខុសអ្វីខ្លះប្រាប់ខ្ញុំបានទេប្រពន្ធរបស់ខ្ញុំកំពុងរងចាំនៅផ្ទះខ្ញុំជាមានបំណងល្អចង់ជួយមែនណាខ្ញុំខំទៅរកអ្នកនាងត្រកូលឡើងដើម្បីរចនាចិញ្ចៀនឲ្យប្រពន្ធថែងហើយថែមទាំងចង់ទៅធ្វើការនៅក្រុមហ៊ុនឯងទៀតសេចក្តីថ្លៃថ្នូររបស់ខ្ញុំថោកទាបដល់ថ្នាក់នេះមែនទេមិត្តភាពរបស់យើងមានតម្លៃតតែសោះមែនទេត្រូវគេបដិសេធភេសជ្ជៈបែរជាមកអង្គុយយំសម្រាប់ទឹកភ្នែកបែបនេះដែរលើកលែងតែភេសជ្ជៈរបស់ឯងមានបំណងរៀបចំទុកឲ្យលីនស៊ីដោយឡែកគិតថាខ្ញុំដាក់ថ្នាំក្នុងហ្នឹងភេសជ្ជៈនោះខ្ញុំក៏បានផឹកដែរធម្មតាណាស់ប៉ុន្តែបំណងរបស់ឯងចំពោះលីនស៊ីក៏មិនបានល្អដូចដែលឯងនិយាយដែរខ្ញុំទទួលគ្រប់គ្រងត្រកូលហួរតាំងពីអាយុ28ឆ្នាំគោលបំណងរបស់អ្នកណាក៏គ្មានផ្លូវគេចផុតពីភ្នែកខ្ញុំដែរឡាំងមេលីនឯងធ្វើឲ្យលីនស៊ីពិបាកចិត្តខ្ញុំមិនពេញចិត្តតតែសោះជឿហឿងអត់ទោសឲ្យខ្ញុំផងណាខ្ញុំគ្រាន់តែមានចរិតចង់យកចិត្តអ្នកនាងបន្តិចបន្តួចប៉ុណ្ណោះមិនបានតាំងចិត្តធ្វើឲ្យលីនស៊ីពិបាកចិត្តទេមនុស្សដែលឯងត្រូវសុំទោសមិនមែនជាខ្ញុំទេខ្ញុំនឹងទៅសុំទោសលីនស៊ីមានអីមែនទេដើរតាមខ្ញុំទៅផ្ទះសុំទោសលីនស៊ីចំពោះមុខហេតុអ្វីមិនស្ម័គ្រចិត្តមែនទេអត់ទេចាស់ខ្ញុំស្ម័គ្រចិត្តទៅជាមួយឯងលីនស៊ីខ្ញុំនឹងធ្វើឲ្យឯងស្លាប់យ៉ាងវេទនាបំផុតអ្នកណាអញ្ជើញយើងមកតើរបស់យើងសុទ្ធតែជាអ្នកខ្លាំងលំដាប់កម្ពូលមកពីសាកលវិទ្យាល័យសិល្បៈទាំងឡាយក្រៅពីប្រឡងជាប់ត្រឹមសាកលវិទ្យាល័យលំដាប់ទី3ធ្វើឲ្យលោកគ្រូបង្ហាញមុខមកទៀតមែនទេហើយនៅធ្វើឲ្យតើរបស់យើងសួរសុខទុក្ខពួកយើងកាលពីខែមុនក្រុមហ៊ុនរបស់ខ្ញុំទើបតែទទួលបានគម្រោងរបស់ត្រកូលហ៊ូចង់មកអង្គុយរួមទៅជាមួយខ្ញុំមែនទេនាងមិនសមតតែសោះស៊ីនឬថានាងក៏នៅត្រកូលហ៊ូដែរមែនទេអ៊ីចឹងក៏ជាមិត្តរួមការងារជាមួយនាងហើយតើខ្ញុំចូលបានដោយសារសមត្ថភាពខ្លួនឯងចំណែកឯអ្នកខ្លះវិញអ្នកណាទៅដឹងទៅណែពួកឯងមើលខោអាវដែលនាងពាក់មើលដូចជា mode limited របស់រដូវផ្ការីកនឹងតម្លៃដល់ទៅ1លានយ៉នឯណោះថែមទាំងលុយខាងគឺជាមានលុយក៏ទិញមិនបានដែរសម័យរៀនសំបីតែនំប៉ាវមួយគ្រាប់ក៏មិនហ៊ានស៊ីឲ្យអស់ក្នុងរយៈពេល2ថ្ងៃផងខោអាវតម្លៃរាប់រយយ៉នគ្មានលទ្ធភាពទិញផងប្រហែលជាខោអាវคล้ายៗទេឈុតនេះតម្លៃដល់ទៅ1លានយ៉នមែនទេលីនស៊ីហេតុអ្វីមកឈរនៅមុខទ្វារមើលថាអ្នកណាមកលោកគ្រូសៀវលីនស៊ីមិនបានជួបគ្នាយូរហើយណាតោះអង្គុយចុះមកលីនស៊ីមិញនេះលោកគ្រូសៀវតែងតែសួរខ្ញុំថាពេលណាឯងមកឯងដឹងទេលោកគ្រូនឹកឯងខ្លាំងណាស់ណាលោកគ្រូសៀវចាស់ពួកយើងទាំងអស់គ្នាក៏ធ្លាប់រៀនគំនូរជាមួយលោកគ្រូដែរហេតុអ្វីក្នុងក្រសែភ្នែកលោកគ្រូមានតែលីនស៊ីម្នាក់អីចឹងពួកឯងគ្រប់គ្នាគ្រូចងចាំបានច្បាស់ទាំងអស់ហ្នឹងពេលប្រឡងចូលផ្នែកសិល្បៈឆ្នាំនោះរហូតមកដល់ពេលនេះគូនៅតែធ្វើឲ្យគ្រូភ្លេចរហូតប្រឡងជាប់វិទ្យាស្ថានសិល្បៈនៃសាកលវិទ្យាល័យជីងប៉ៃបានលោកគ្រូសៀវចាស់រឿងដែលកន្លងផុតទៅហើយកុំនិយាយពីវាអីចាស់ឆ្មាតូចនៅក្នុងប្រអប់មែនទេនោះមិនមែនជាស្នាដៃរបស់ខ្ញុំទេតើ
ឬមួយការដែល Liv Sin Sien ប្រឡងឈ្មោះស្នាដៃដូចគ្នានឹងរបស់ខ្ញុំហេតុអ្វីក៏ចៃដល់ណាម្លេះ Lindsay ឯងកើតអីហ្នឹងខ្ញុំមានអារម្មណ៍មិនសូវស្រួលខ្លួនទេចាស់ គ្រូជូនឯងទៅផ្ទះវិញល្អ មិនអីទេចាស់ កុំបង្ខំអីសុខភាពសំខាន់បំផុតតោះគ្រូជូននាងទៅសិនណាពួកឯងញ៉ាំបន្តចុះជឿហឹងកាត់អីហ្នឹង ឈឺពោះខ្លាំងដល់ថ្នាក់នឹងលីនស៊ីច្បាស់ជាមិនស្រួលខ្លួនទៀតហើយប៉ាវ៉ាំងទៅហៅគ្រូពេទ្យជើមកពិនិត្យរាងកាយឲ្យអ្នកស្រីបន្តិចនាងឈឺពោះណាស់ លោកប្រុសចាស់អ្នកស្រីទៅសេមេញ៉ាក់ចាស់ទៅពិធីជួបជុំមិត្តរួមថ្នាក់ សេមេញ៉ាក់ពេលនេះមែនទេ ចាស់ ប្រញាប់ឡើងមកមិនអីទេណាគ្រូជូនឯងទៅមន្ទីរពេទ្យល្អជាង លោកគ្រូហឺ Lindsay ពួកជឿហឹងគ្មានផ្លូវយកគ្រាប់សាច់ចូលភ្នែកបានឡើយ គ្រូជូនឯងទៅមន្ទីរពេទ្យល្អជាងនាងគ្រាន់បើឡើងវិញហើយមែនទេមិនដឹងថាលោកជា គាត់ជាប្រធានរបស់ខ្ញុំចាស់ ចុះលោកជាអ្នកណា លោកម្នាក់នេះគឺលោកគ្រូសៀវជាគ្រូបង្រៀនសិល្បៈកាលពីថ្នាក់វិទ្យាល័យរបស់ខ្ញុំចាស់ បាទត្រឹមត្រូវហើយរីករាយណាស់ដែលបានស្គាល់បាទសួស្ដីបាទ สวัสดีครับ មាននិស្ស័យជួបគ្នាខ្លាំងយ៉ាងនេះទៅញ៉ាំបាយជាមួយគ្នាទៅ ខ្ញុំមិនទៅទេចាស់ ទៅជាមួយគ្នាទៅសុំទោសផងបាទលោកប្រុសហ៊ូនាងហាក់ដូចជាមិនសូវស្រួលខ្លួនទេចាំខ្ញុំជូននាងទៅផ្ទះវិញចុះលីនស៊ី ខ្ញុំគ្រាន់បើច្រើនហើយចាស់ខ្ញុំនឹងទៅចាស់ Lindsay លោកគ្រូរបស់នាងនៅក្មេងណាស់តើពីរអ្នកអង្គុយជាមួយគ្នាមើលទៅដូចជាមនុស្សជំនាន់តែមួយអីចឹងលោកគ្រូសៀវទោះបីជានៅក្មេងប៉ុន្តែគាត់ពូកែណាស់ចាស់គាត់គឺជាអ្នកឈ្នះពានរង្វាន់លេខ2ពីការប្រកួតប្រជែងសិល្បៈអន្តរជាតិបាហាសចាស់ Lindsay នាងចេះតែសង្ស័យជឿហឹងម្ដងហើយម្ដងទៀតប្រយ័ត្នជួបគ្រោះថ្នាក់ពិតមែនណាអ្នកនាងឡើងនឹងលោកប្រុសសឹកសមគ្នាខ្លាំងណាស់ពិតមែន លីនស៊ីផឹកទឹកផ្លែឈើបន្តិចទៅ អរគុណចាស់មើលទៅលោកគ្រូនិង Lindsay ហាក់ដូចជាស្និទ្ធស្នាលគ្នាខ្លាំង គ្រូ ណាស់ ខ្ញុំ ដែរ ស្រឡាញ់ចូលចិត្តលីនស៊ីខ្លាំងណាស់នឹងហើយគ្រូសៀវលោកនិង Lindsay មើលទៅស្និទ្ធស្នាលគ្នាណាស់ណោះ អូលីនស៊ីគឺជាសិស្សដែលខ្ញុំស្រឡាញ់បំផុតទោះបីជានាងប្រឡងធ្លាក់ប៉ុន្តែនាងជាមនុស្សដែលមានដុងសិល្បៈខ្លាំងណាស់ប្រធូរអរគុណដែលបានជួយមើលថែលីនស៊ីណាបាទនាងជាមនុស្សរបស់ខ្ញុំការមើលថែនាងគឺជារឿងសំគួរហើយ ជឿហឹងកាច់ម្លេះមើលចុះ Lindsay មិនហ៊ាននិយាយអ្វីទាំងអស់ Lindsay កុំខ្លាចជ័យជឿហឹងគឺមានចរិតបែប និ នេះ យាយ ឯ បែប ង នេះនឹងធ្វើឲ្យគេយល់ច្រឡំបើអ្នកមិនដឹងរឿងគេនឹងគិតថាយើងទាំងពីរមានការសម្ងាត់នឹងគ្នា ជឿហឹងខ្ញុំមិនបានមានន័យបែបនោះទេ កុំភ្លេចអ្វីដែលខ្ញុំបានប្រាប់នាងសុំទោសទៅ Lindsay សុំទោសណាពេលថ្ងៃត្រង់ខ្ញុំបង្ខំឲ្យនាងផឹក music ទេខ្ញុំសុំលុបលាងកំហុសដោយការផឹកស្រាមួយកែវនេះអ្នកនាងលៀងចាស់ខ្ញុំមិនបានខឹងនឹងអ្នកនាងតតែសោះវាជាបញ្ហារបស់ខ្ញុំគឺល្អហើយខ្ញុំគ្រាន់តែចង់ធ្វើជាមិត្តនឹងនាងខ្លាំងណាស់តាំងពីតូចដល់ធំក្រៅពីជឿហឹងខ្ញុំស្ទើរតែគ្មានមិត្តភក្តិសោះខ្ញុំមិនខឹងនឹងអ្នកនាងទេចាស់មិនខឹងពិតមែនចាស់ចម្លែកណាស់ដែលសុកអ្នកនាងលៀងមកសុំទោសខ្ញុំជាផ្លូវការបែបនេះដូចជាត្រូវនរណាម្នាក់បង្ខំអញ្ចឹ យ ង កចុះឆ្អែតគ្នាហើយស៊ីវស៊ីចាំគ្រូជូនទៅផ្ទះណាលោកដឹងទេថាសិស្សរបស់លោកស្នាក់នៅណា ខ្ញុំជិះឡានត្រឡប់ទៅវិញខ្លួនឯ ចាំ ង បន្ ក៏ តិ បា ច ន យ ដែរ ប់ ចា ជ្រៅ ស់ ណាស់ហើយនាងជាស្រីវិនសុវត្ថិភាពទេជឿគ្រូទៅ រមុំតែខ្ញុំនៅមានរឿងត្រូវនិយាយជាមួយគ្រូសៀវអូយជឿហឹងនាងលែងខឹងខ្ញុំហើយលោកកុំខឹងខ្ញុំអីណា នាងស្រវឹងហើយ ខ្ញុំមិនទាន់ស្រវឹងទេ ប្រធានហ៊ូបាទលោកជូនអ្នកនាងលៀងទៅវិញទៅបាទ អញ្ចឹងបោះតាមសម្រួលចុះចាស់ខ្ញុំសុំលាទៅមុនហើយជឿហឹង សានយាយបើកឡានមកជូនអ្នកនាងលៀងទៅផ្ទះវិញ អ
Lindsay តានាងស្នាក់នៅណា គ្រូសៀវដែលខ្ញុំចេញមកយប់នេះព្រោះចង់សួរលោករឿងមួយចាស់ អូ លោកបាននិយាយថាវិញ្ញាសាប្រឡងសិល្បៈរបស់លីវឈៀនក្នុងឆ្នាំនោះដែលមានឈ្មោះថា ពិត កូន ប្រា ឆ្ ក មា ដណា ក្នុង ស់ ប្រអប់ សម្ដែង ជា រ រឿង ប ពិ គេ តមែ គឺ ន ល្អ ទេចាស់ ឥតខ្ចោះខ្លាំងណាស់ទទួលបានពិន្ទុស្ទើរតែពេញតែម្ដងខ្ពស់ជាងស្តង់ដារធម្មតារបស់គេឆ្ងាយណាស់គ្រូគ្មានផ្លូវចាំខុសទេ ខ្ញុំចង់មើលវិញ្ញាសាប្រឡងរបស់នាងក្នុងឆ្នាំនោះតើលោកគ្រូមានវិធីស្វែងរកទេចាស់ តាមដែលគ្រូដឹងវិញ្ញាសារបស់លីវឈៀនត្រូវបានលោកចាងវ៉ាន់ឈៀនអតីតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យឈីងប៉ៃប្រមូលទុកប៉ុន្តែលោកចាងបានទទួលមរណភាពកាលពីឆ្នាំមកចាងស៊ីវឈៀនក្មួយប្រុសរបស់គាត់ជាអ្នកស្នងមរតកទាំងអស់បើនាងអាចរកគេឃើញក៏គួរតែបានឃើញស្នាដៃកូនឆ្មាក្នុងប្រអប់នោះដែរប៉ុន្តែចាងស៊ីវឈៀនជាទីយាបមហាសេដ្ឋីលំដាប់ជួរមុខមនុស្សទូទៅពីជួបគេណា ចាស់គ្រូសៀវអរគុណសម្រាប់យប់នេះចាស់ Lindsay គ្រូសុំសួរនាងមួយសំណួរបានទេ នាងមានសង្សារហើយឬនៅ ខ្ញុំរៀបការរួចហើយចាស់ មើលទៅគ្រូយឺតមួយជំហានហើយតើ គ្រូសៀវចាស់ខ្ញុំសូមត្រឡប់ទៅវិញខ្លួនឯងវិញល្អជាងចាស់យប់ជ្រៅណាស់ហើយបើឲ្យលោកគ្រូជូនទៅខ្ញុំខ្លាចថាគាត់នឹងយល់ច្រឡំទោះបីជាគាត់នៅជាមួយខ្ញុំព្រោះតែឃើញដល់កូនក៏ដោយ អញ្ចឹងនាងប្រយ័ត្នខ្លួនផងណា ចាស់ មីងវាង ខូចការហើយហេតុអ្វីលោកត្រឡប់មកវិញលឿនម្លេះចាស់មិនមែនថាជូនអ្នកនាងលៀងទៅផ្ទះវិញទេអី ខ្ញុំមិនបានទៅជូនទេ អូអញ្ចឹងខ្ញុំទៅងូតទឹកសិនណាស្អែកនៅត្រូវទៅធ្វើការទៀត ខ្ញុំបានលុបចោលការស្កេនកាត់របស់ផ្នែកនាងរួចហើយតើខ្លាចអ្វីទៀត ក៏មែនដែរលោកកុំសង្កត់លើខ្ញុំបែបនេះអីខ្ញុំថប់ដង្ហើមណាស់ បើមិនសង្កត់ទុកនាងច្បាស់ជារត់គេចជាមិនខាននិយាយមកតើនាងនិងគ្រូម្នាក់នោះមានទំនាក់ទំនងបែបណា គឺមានទំនាក់ទំនងជាគ្រូនិងសិស្សចាស់ ពិតមែនឬ ពិតមែនចាស់តើខ្ញុំហ៊ានភូតកុហកលោកយ៉ាងម៉េចទៅ ចុះយើងទាំងពីរនាក់មានទំនាក់ទំនងបែបណាវិញ ឆ្លើយនឹងខ្ញុំមក លោកជាស្វាមីរបស់ខ្ញុំចាស់ ហើយឲ្យខ្ញុំស្ដាប់ម្ដងទៀតមើល ស្វាមីចាស់ ប្តីខ្លួនឯងថើបហេតុអ្វីត្រូវគេច ខ្ញុំគឺថាអូចាស់ ហៅថាអីមិញហ្នឹង ស្វាមីចាស់ក៏មិនបានប្រាប់ឯណាថាការហើយត្រូវគេងជាមួយគ្នា លោកស្រីហ៊ូស្វាមីរបស់នាងមានសុខភាពល្អណាស់នាងក៏គួរតែបំពេញតួនាទីជាភរិយាដែរ ហ៊ូជឿហឹង មិនបានទេខ្លាចប៉ះពាល់ដល់កូនក្នុងផ្ទៃ ខ្ញុំនឹងធ្វើថ្នម ហើយមួយទៀតទៅថ្ងៃមុខនៅផ្ទះត្រូវហៅឈ្មោះខ្ញុំក្មេងល្អសាក់ហៅមើលទៅ យ៉ាប់ណាស់លីនស៊ីហេតុអ្វីបានជានាងចិត្តទុនទៀតហើយណាថានឹងធ្វើថ្នមនឹងអរុនសុស្ដីលោកស្រីលោកម្ចាស់កំពុងរងចាំនៅខាងក្រោមចាស់គាត់ថាមានរបស់ចង់ឲ្យលោកស្រីមើលចាស់ជឿហឹង
វ៉ាគំនូរនេះស្អាតខ្លាំងណាស់ ចូលចិត្តទេ ជាស្ទីលដែលខ្ញុំចូលចិត្តបំផុតបែប Impressionism តាមពិតមើលតែស្នាដៃជក់ក៏ដឹងភ្លាមដែរការពិតទៅធ្វើដៃគូរូបរបស់អ្នកពិតជាស្អាតណាស់ខ្ញុំអាចដឹងភ្លាមថាអ្នកគូរូបនេះពិតជាមនុស្សដែលបើកចំហនិងមានមោទនភាពចំពោះខ្លួនឯងខ្លាំងណាស់ អរគុណដែលបានសរសើរ អ្នកចង់និយាយថារូបគំនូរនេះគឺអ្នកជាអ្នកគូមែនទេ មែនហើយនេះជាស្នាដៃការដែលខ្ញុំចូលរួមប្រកួតប្រជែងសិល្បៈអន្តរជាតិ Bauhaus ហើយទទួលបានរង្វាន់ជ័យលាភី អ្នកនិយាយថាអ្នកជាអ្នកឈ្នះពានរង្វាន់នៃការប្រកួតសិល្បៈ Bauhaus មែនទេ បាទបើសិនជាអ្នកចូលចិត្តគូរូបថ្ងៃក្រោយខ្ញុំនឹងបង្រៀនអ្នកដោយផ្ទាល់ប៉ុន្តែហាមទៅរកអ្នកផ្សេងដែលទទួលបានចំណាត់ថ្នាក់លេខ 2 ទៀត ចា តោះទៅធ្វើការជាមួយខ្ញុំ ចា Lindsay ថ្ងៃនេះជាថ្ងៃស្លាប់របស់អ្នកហើយ Lindsay មានបញ្ញាផ្ញើមកឲ្យអ្នកនៅមុខទ្វារចាខ្ញុំនឹងទៅមើលឥឡូវនេះ លីម៉ងអាហាម៉ែធ្វើឲ្យវាស្លាប់មិនបានទេណាទុកវាទៅម៉ែ ហើយនិយាយឥតប្រយោជន៍គ្រាន់តែម៉ែរកបានថៅកែអ្នកមានម្នាក់គេព្រមបង់លុយ1 លានដើម្បីរៀបការជាមួយនាងនេះហ៎ប្រពន្ធថែងចិត្តសម្រាលកូនហើយបើមិនប្រញាប់ទិញផ្ទះទិញឡានទេប្រពន្ធនិងកូនឯងប្រកាសជារត់ចោលអស់មិនខានអាហេថៅកែចាងទៅនាងនោះយ៉ាងម៉េចដែរចាកូនស្រីខ្ញុំស្អាតណាស់មែនទេខ្ញុំថែមឲ្យពួកឯង1 សែនទៀត1 សែនទៀតហីអូយពួកម៉ែធ្វើបែបនេះណាថៅកែចាងអរគុណណាស់ចាដឹងទេថាថៅកែចាងជាអ្នកណាគាត់គឺជាដៃគូពាណិជ្ជកម្មរបស់គ្រួសារត្រកូលហួរណាសូម្បីតែអគារនេះក៏ជាកម្មសិទ្ធិរបស់គ្រួសារត្រកូលហួរដែរបើគាត់ចង់ចាត់ការឯងនៅទីនេះក៏គ្មានអ្នកណាហ៊ានខាត់ដែរឪពុករបស់កូនខ្ញុំគឺប្រធានគ្រួសារត្រកូលហួរជីហឹងនាងឈួតគិតថាខ្លួនឯងមកនៅទីក្រុងបាន2 3 ថ្ងៃហើយចេះនិយាយរឿងមិនសមហេតុផលបែបនេះហ៎ត្រកូលហួរជាអ្នកណាគឺជាសេដ្ឋីលំដាប់លេខ1របស់ប្រទេសចុះឯងជាស្អីទៅលោកម្ចាស់ហួរគេនឹងមកចាប់អារម្មណ៍ឯងហីបើពួកម៉ែហ៊ានធ្វើអ្វីកូនរបស់ខ្ញុំត្រកូលហួរមិនលើកលែងឲ្យពួកឯងគ្រប់គ្នានោះទេហេនរណាជាអ្នកផ្ដោតទម្លាប់មិនល្អឲ្យនាងបែបនេះហើយកែចាងចាត់ការនាងឲ្យពេញដៃទៅមនុស្សមានផ្ទៃពោះហីខ្ញុំមិនទាន់ដែលធ្លាប់លេងជាមួយមនុស្សមានផ្ទៃពោះទេកុំចូលមកលេងខ្ញុំទៅជីហឹងនេះកូនរបស់យើងប្រធានហួរយ៉ាប់ហើយបាទមានរឿងអីបានជាស្លន់ស្លោដល់ថ្នាក់នេះសុំទោសបាទគឺមកពីខ្ញុំប្រញាប់ពេកជីហឹងកុំខឹងខ្លាំងអីអ្នកនាងលីនបាត់ខ្លួនហើយបាទបាត់ខ្លួនហីបាត់ខ្លួនពីក្រុមហ៊ុនដោយរបៀបណាស្វែងរកមើលពួកសម្រាប់តែយកអាហារថ្ងៃត្រង់ទៅឲ្យអ្នកនាងលីនខ្ញុំដើររកពេញក្រុមហ៊ុនហើយតែរកមិនឃើញសោះហើយនាងក៏មិនទទួលទូរស័ព្ទដែរពិនិត្យមើលកាមេរ៉ាសុវត្ថិភាពទូទាំងទីក្រុងក្នុងរយៈពេល1 ម៉ោងត្រូវតែរកឲ្យឃើញប្រហែលជាអ្នកនាងលីនគ្រាន់តែធុញថប់ហើយចេញទៅដើរលេងខាងក្រៅគាត់ថាបាននាងមិនមែនជាមនុស្សដែលគ្មានសិលធម៌បែបនោះទេតើអ្នកនាងលីនម្នាក់នេះជាអ្នកណាបានជាប្រធានហួរខ្វល់ខ្វាយខ្លាំងដល់ថ្នាក់នេះមកទីនេះមកកុំស្រែកអីទុកកម្លាំងទៅកុំចូលមកចិត្តខ្ញុំលែងខ្ញុំទៅនាងសមនឹងស្លាប់ហើយចាំមើលខ្ញុំចាត់ការនាងឲ្យស្លាប់
ប្រញាប់ឡើងប្រញាប់ឡើងហាហាហាលេងខ្ញុំទៅខ្ញុំចង់ដឹងណាស់ថានាងនឹងរត់ទៅណាអាហាលេងខ្ញុំទៅកុំប៉ះពាល់ខ្លួនខ្ញុំលេងខ្ញុំទៅលីងស៊ីមើលមុខខ្ញុំមើលឲ្យច្បាស់គឺខ្ញុំជាអ្នកមកជួយនាងពួកឯងជាអ្នកណាហ៊ានមកចាត់ការមនុស្សស្រីរបស់ខ្ញុំហីពួកឯងចង់ងាប់មែនទេដឹងទេថាលោកបងរបស់ខ្ញុំជាអ្នកណាគឺប្រធានហួរប្រញាប់លេងខ្ញុំទៅដែលពិតទៅកូនចៅរបស់ខ្ញុំនៅមានមនុស្សកម្រិតដូចជាឯងដែរហីសឿនយេខ្ញុំមិនចង់ឃើញមុខប្រធានហួរខ្ញុំមិនដឹងថាជាមនុស្សស្រីរបស់លោកទេសូមទោសប្រធានហួរខ្ញុំខុសហើយខ្ញុំមិនគួរណាហ៊ានប៉ះពាល់មនុស្សស្រីរបស់លោកទេកាត់អណ្ដាតវាចោលរួចបោះវាទៅភូមិខ្ញុំខុសហើយប្រធានហួរសូមទោសប្រធានហួរចុះអ្នកទាំងពីរអ្នកនេះត្រូវចាត់ការបែបណាដែរខ្ញុំនឹងមិនលើកលែងទោសឲ្យពួកគាត់ឡើយបញ្ជូនពួកគេទៅកាន់ប៉ុស្តិ៍ប៉ូលីសអូយកូនស្រីឲ្យឱកាសម៉ែសិនទៅកុំធ្វើបែបនេះអីកូនស្រីជួយម៉ែផងកូនខ្ញុំនឹងធ្វើវាឲ្យស្រាលហឹមហេតុអ្វីក៏មិនឲ្យគ្រូពេទ្យមកលាបថ្នាំឲ្យខ្ញុំទៅអ្នកនាងលីនអ្នកមិនដឹងទេប្រធានបារម្ភថាអ្នកនឹងភ័យខ្លាចទើបមិនឲ្យមនុស្សប្រុសផ្សេងចូលមកជិតអ្នកឡើយនិយាយច្រើនពេកហើយកំហុសរបស់ខ្ញុំឯងដែលការពារអ្នកមិនបានល្អចាប់ពីថ្ងៃនេះទៅខ្ញុំមិនឲ្យអ្នកឃ្លាតពីខ្ញុំសំបីតែមួយជំហានឡើយពិតមែនហើយនៅមានម្នាក់ទៀតដែលមិនទាន់បានចាត់ការនៅឡើយទេសានយេបាទលីមេងនិយាយមកនរណាជាអ្នកបញ្ជាឲ្យនាងបង្កាច់បង្ខូចអ្នកស្រីតូចខ្ញុំមិនថាឡើយរឿងនេះសម្រាប់ច្រអត់ទេខ្ញុំនឹងឲ្យលុយនាង10លានប៉ុន្តែបើបរាជ័យហើយនាងហ៊ានទម្លាក់កំហុសមកលើខ្ញុំនោះហ่ะត្រកូលលៀងគ្រាន់តែជាលំដាប់រងបន្ទាប់ពីត្រកូលហួសតែប៉ុណ្ណោះអ្នកដែលហ៊ានប៉ះពាល់ខ្ញុំគ្មានវាសនាល្អឡើយនាងច្បាស់ជាដឹងហើយមែនទេនិយាយមកទម្លាក់កំហុសអ្នកដែលនៅពីក្រោយខ្នងមកនោះខ្ញុំនឹងលើកលែងទោសឲ្យនាងខ្ញុំក្នុងនាមជាអ្នកប៉ះពាល់ត្រកូលហួសទៅហើយបើមិនទម្លាក់កំហុសឲ្យអ្នកស្រីតូចលៀងទេខ្ញុំនៅតែមានលុយ10លានដែលខ្ញុំព្រមនិយាយហើយគឺខ្ញុំច្រណែននឹងលីនស៊ីខ្ញុំទើបតែតាក់ទងគ្រួសាររបស់នាងដើម្បីបញ្ឆោតទៅចាប់ខ្លួនច្រណែនលីនស៊ីហេហេតុអ្វីទៅខ្ញុំរៀនចប់ពីសាកលវិទ្យាល័យលំដាប់កំពូលតែហេតុអ្វីបានជាខ្ញុំប្រៀបធៀបនឹងនាងមិនបាននាងមិនត្រឹមតែមានដងទេតែថែមទាំងមានប្រធានហួសដូចជាអ្នកផ្ដល់ក្តីស្រឡាញ់ឲ្យទៀតទាំងដែលនាងគ្រាន់តែជាក្មេងស្រីមកពីជនបទមិនល្អពីភរិយាខ្ញុំឡើយសានយេទៅទៀតខ្ញុំមិនចង់ឃើញនាងនៅក្នុងក្រុងស៊ីងឡើយបាទប្រធានហួសកុំធ្វើបាបខ្ញុំអីណាប្រធានហួសសូមអង្វរកុំនាំខ្លួនខ្ញុំទៅអីពីថ្ងៃនេះអ្នកសម្រាប់នៅផ្ទះចុះណាកុំទៅណាឲ្យសោះក្មេងល្អចាស់អូអីចឹងខ្ញុំសូមធ្វើការនៅផ្ទះបានទេចាស់ធ្វើការនៅផ្ទះហេកាត់ប្រាក់ខែប្រធានហួសបាទបន្ទប់ធ្វើការរៀបចំរួចរាល់ហើយបាទដឹងហើយលោកមានការរវល់មែនទេចាស់ហឹមព្រោះខ្ញុំចាត់ការងាររួចនឹងទៅញ៉ាំបាយជាមិត្តរបស់អ្នកណាចាស់អេ
ចាងស៊ីវឈៀនត្រឡប់ទៅប្រទេសវិញហើយខ្ញុំត្រូវតែជួបគេឲ្យបានដើម្បីស្វែងរកការពិតអំពីរឿងប្រឡងកាលពី2 ឆ្នាំមុននោះប៉ុន្តែមិនដឹងថាជឿហឹងនឹងព្រមឲ្យខ្ញុំទៅឬអត់ទេទៅសើប្រវត្តិនៅពីក្រោយលីមេងមើលថាជាអ្នកណាឲ្យប្រកាសប្រធានហួសអង្គុយចុះប្រជុំបន្តទៀតជឿហឹងលីនស៊ីមិនអីទេមែនទេមិនអីទេមិនអីក៏ល្អហើយមនុស្សអាក្រក់ឯងនៅតែរួចខ្លួនទៀតណាផ្ទះត្រកូលហួសធំខ្លាំងណាស់បន្ទប់ធ្វើការនៅកន្លែងណាឲ្យប្រកាសទៅប្រធានហួសបាទឈ្មោះដំបងនៃការលក់របស់ត្រកូលហួសយើងគឺការឡើងបាតហាមនុស្សច្រើនដល់ថ្នាក់នេះផងសួកឲ្យគួរឲ្យខ្មាស់គេណាស់ជឿហឹងមិនដែលធ្វើអ្វីខុសឆ្គងឡើយហេតុអ្វីមកធ្វើឲ្យខ្មាស់គេនៅចំពោះមុខអ្នកអតីតបែបនេះគេច្បាស់ជាទ្រាំមិនបានឡើយលីនស៊ីហេតុអ្វីស្លៀកពាក់ឈុតគេងយកចេញមកបែបនេះអូខ្ញុំត្រឡប់ទៅវិញទៅប្រយ័ត្នដាសាឥឡូវនេះហើយចាស់ឈប់សិនគ្រប់គ្នាប្រហែលជាបានឃើញហើយខ្ញុំមានរឿងក្នុងគ្រួសារចាត់ការផ្អាកការប្រជុំសិនកើតអីនឹងជឿហឹងមិនដាក់ទោសនាងតតែសោះហេយល់ហើយបាទយល់បានបាទតោះពួកយើងទៅសុំទោសចាស់ខ្ញុំស្មានតែកុំចាស់នេះជាបន្ទប់ប្រជុំណានាងជាអ្នកសម្រុកចូលមកខ្លួនឯងទេណាស្រីឆ្នះលោកតាលោកយាយទឹកតែចាស់អរគុណណាស់ក្រុមហ៊ុនមានរឿងបន្តិចបន្តួចចាស់ជឿហឹងសប្តាហ៍ថ្ងៃនេះប្រហែលជាគ្មានអារម្មណ៍ធ្វើការងារទេហាណែនេះជឿហឹងជាមនុស្សស្រឡាញ់ការងារខ្លាំងណាស់កាលពីមុនមិនដែលធ្លាប់ជាបែបនេះឡើយណែតើកើតរឿងអ្វីឡើងឲ្យប្រកាសទៅលោកយាយឲ្យចៅប្រញាប់និយាយមកមើលកុំធ្វើឲ្យពួកយើងបារម្ភអីចៅគូនិយាយបែបណាទៅយកល្អលោកតាលោកយាយទៅមើលនៅផ្ទះជឿហឹងផ្ទាល់តែម្ដងទៅចាស់ក្មេងរៀបចំឡានឥឡូវនេះលីនស៊ីគ្រូសាលំដាប់ត្រកូលហួសគ្មានផ្លូវទទួលយកស្រីថោកទាបដែលចាំតែញុះញង់អ្នកអតីតដូចជានាងឡើយត្រៀមខ្លួនត្រូវបណ្ដេញចេញពីផ្ទះទៅលោកឲ្យយ៉ាប់ហើយធ្វើម៉េចទៅស្អីហើយភ្លេចប្រាប់ជឿហឹងឡើយថាញុះញង់ខ្ញុំចង់ចេញទៅខាងក្រៅអ្នកស្រីតូចភ្ញាក់ហើយមែនទេចាស់បងវ៉ាំងចុះលោកម្ចាស់វិញចាស់លោកម្ចាស់ចេញទៅជួបមិត្តភ័ក្តិហើយចាស់ផ្ដាំថាបើអ្នកស្រីតូចភ្ញាក់ហើយឲ្យញ៉ាំស៊ុបសិនលោកម្ចាស់ប្រាប់ថាមុនម៉ោង 10 យប់នឹងត្រឡប់មកញ៉ាំបាយជាមួយអ្នកស្រីតូចវិញចាស់ចុះឥឡូវម៉ោងប៉ុន្មានហើយចាស់ម៉ោង 8:15 នាទីហើយចាស់ស៊ីវឈៀនត្រឡប់ទៅប្រទេសវិញលើកនេះជាការកំណត់ផ្ទាល់ខ្លួនឬថានៅព្រឹកស្អែកនឹងឡើងយន្តហោះត្រឡប់ទៅវិញហើយមិនទាន់ទេខ្ញុំត្រូវតែទៅជួបគេឥឡូវនេះតែម្ដងជំរាបសួរចាស់អ្នកស្រីតូចសូមបង្ហាញកាតសមាជិកផងចាស់កាតសមាជិកហេហើយសូមទោសផងណាកន្លែងនេះជាប្រព័ន្ធសមាជិកកម្រិតខ្ពស់បើគ្មានកាតសមាជិកទេសូមអញ្ជើញទៅឲ្យឆ្ងាយយប់នេះខ្ញុំត្រូវតែរកផ្លូវលួចចូលទៅខាងក្នុងឲ្យបានអូយលុយណាស់ចាស់មើលទៅប្រព័ន្ធសុវត្ថិភាពដូចជាមិនដែលមកទីនេះសោះមើលការខុសត្រូវឲ្យល្អណាតាមខ្ញុំមកឲ្យសប្បាយឲ្យពេញទំហឹងទៅដឹងអត់ចាស់ពិតជាអាចចូលបានមែនហេនេះជាអ្វីទៅប្រធានហួសក្នុងនាមជាអ្នកមកដល់ហើយផឹកស្រាមួយកែវទៅចាស់ទៅឆ្ងាយទៅថាទៅជឿហឹងទម្រាំតែបានមកជួបគ្នានៅកន្លែងបែបនេះបានហេតុអ្វីធ្វើមុខស្ងួតបែបនេះទៅវិញ
ខ្វល់ពីរឿងខ្លួនឯងទៅនៃនេះទើបតែត្រឡប់ពីក្រៅប្រទេសវិញមិនដឹងទេអីថាជាហឹងរបស់ពួកយើងសប្តាហ៍ថ្ងៃនេះលាក់ទុកប្រពន្ធក្មេងនៅផ្ទះស្រឡាញ់ស្ទើរតែស្មើនឹងជីវិតទៅហើយមនុស្សស្រីបែបណាទៅដែលអាចយកឈ្នះចិត្តមនុស្សត្រជាក់ដូចជាឯងបានទៅច្បាស់ជាស្រីស្អាតដូចនាងជាក្មេងល្អមើលទៅនាំកន្លែងបែបនេះយើងស្គាល់បន្តិចមើលវ៉ាវពិតជាស្រស់ស្អាតខ្លាំងណាស់ចាស់ស្រីតូចស្អាតខ្លាំងណាស់ខ្ញុំមិនដែលឃើញសោះស្រីស្អាតបងមិនដែលឃើញមុខអូនសោះមកតាមបងមកថ្ងៃនេះបងនឹងធ្វើឲ្យអូនមានក្តីសុខមានរឿងអីអន្ទេហេតុអ្វីបានជាសម្លេងនេះសាំត្រជាកម្លេះប្រធូហ៊ានមកកាត់ចង្វាក់សពរបស់ខ្ញុំផងឯងចង់ស្លាប់មែនទេកុំមកប៉ះពាល់ខ្ញុំណាបាទនេះជាទ្រព្យសម្បត្តិរបស់ប្រធូគ្មានណាហ៊ានមកបង្កបញ្ហានៅទីនេះទេនាងដឹងទេប្រធូគូជឿហឹងដឹងមិនតិចតួចដែរតើយ៉ាងមិនដែរលើកនេះព្រមស្ដាប់បង្កប់ហើយយ៉ាងទេគូជឿហឹងជួយផងមនុស្សមិនដឹងខ្យល់មកពីណាទេប្រធូនៅតែហ៊ានសម្រុកចូលមកទៀតប្រធូស្រីម្នាក់នេះមិនដឹងរបៀបតតែសោះខ្ញុំនឹងនាំនាងទៅឥឡូវនេះហើយមុះមកនេះឈប់សិនបើគេចាំខ្ញុំបានខ្ញុំមកកន្លែងបែបនេះច្បាស់ជាស្លាប់មិនខានងើមុខឡើងខ្ញុំតតែមុខរញ៉េញ៉ៃបែបនេះគេប្រហែលជាចាំមិនបានទេដឹងសប្បាយខ្លាំងណាស់មែនទេប្រធូស្គាល់គ្នាដែរមែនទេបាទមនុស្សរបស់ខ្ញុំឯងហ៊ានប៉ះពាល់ផងមែនទេរឿងនេះជាការយល់ច្រឡំទេប្រធានហ៊ូខ្ញុំមិនដឹងថានាងជាមនុស្សរបស់អ្នកទេសិនយេបាទទទួលបញ្ជាលើកលែងទោសឲ្យខ្ញុំផងប្រធូលើកលែងទោសផងពេញចិត្តឬនៅខ្ញុំនៅមានការសុំខ្លួនសិនហើយចាមិនគិតនឹងពន្យល់បន្តិចទេមែនទេគឺខ្ញុំមកតាមរកជាងគំនូចាងសិវឈៀនចាមកបាដើម្បីតាមរកបរិបផ្សេងមែនទេនាងល្អតខូចនាងនេះកាន់តែពូកែឡើងហើយណាខ្ញុំរឿងសំខាន់ណាស់ពិតមែនចជាសាច់ការសំខាន់ខ្លាំងណាស់ណាចាងសិវឈៀនមកនេះបន្តិចលោកស្រមានការចង់និយាយជាមួយលោកស្រីហ៊ូរីករាយនឹងបំរើបាទយ៉ាបើដឹងបែបនេះតាំងពីដំបូងមិនបាច់ដើរវិញឆ្ងាយទេហេតុអីទៅនេះជាគំនូរបស់ខ្ញុំចាជាគំនូដែលខ្ញុំគូពេលប្រឡងចូលមហាវិទ្យាល័យសិល្បៈហេតុអីក៏ខុសជារបស់លីវឈិនឈៀនទៅវិញតាមរូបនេះជារបស់អ្នកទេបាទរូបដែលលោកតាស្រឡាញ់បំផុតកាលនៅរស់គឺរូបនេះឯងសំណាងហើយដែលខ្ញុំមិនបានយកទៅចោលចូលសាកលវិទ្យាល័យឈីប៉ៃបានដែរខ្ញុំមិនមែនជាមនុស្សឥតប្រយោជន៍មកពីសាកលវិទ្យាល័យដើម្បីជាមនុស្សឥតប្រយោជន៍តតែសោះនាងជាបុគ្គលិករបស់ត្រកហ៊ូដែលធ្វើការងារបានយ៉ាងល្អឥតខ្ចោះទុកចិត្តចុះលីវឈិនឈៀនលួចស្នាដៃរបស់នាងទៅខ្ញុំនឹងធ្វើឲ្យនាងសងមកវិញជាមិនខានអ្នកប្រុសលោកស្រីទៅយកសម្លេងជូតគ្រឿងសម្អាងមកបន្តិចឃើញមុខប្រឡាក់ប្រឡោះរបស់នាងហើយខ្ញុំមុំមកណាស់ប្រញទៅអ្នកខឹងមែនទេចាគិតថាម៉េចដែររឿងធំបែហេតុអីមិនប្រាប់ខ្ញុំជាស្រីមកកន្លែងបែបនេះទាំងយប់ព្រប់នាងល្អតខូចនេះពិតជាល្មើខ្លាំងណាស់ស្វាមីចាខ្ញុំដឹងខុសហើយស្វាមីស្វ័យលោកតាលោកយាយមកបានយ៉ាងម៉េចនឹងបាទចៅសំឡាញ់ក្មួយស្រីមិញនេះហៅគេថាម៉េចណាស្វាមីហើយស្វាមីពិតមែនផងអូយល្អខ្លាំងណាស់ណាចៅប្រុសម្នាក់នេះរឿងធំបែបនេះហេតុអីក៏លាក់បាំងពួកយើងកុំធ្វើឲ្យទៅជារឿងធំអីបាទចាំបន្តិចទៀតល្អពិតមែនល្អណាស់ណែទៅយកស្រាប៊ីងស៊ូមេឈឹងមកឲ្យតាពីកែវមកឲ្យតាបានអបអរសាទរបន្តិចគេហៅថាប៊ីងស៊ូមេឈឹងបាទលោកតាកើតជំងឺទឹកនោមផ្អែមផឹកមិនបានទេទឹកនោមផ្អែមទុកមួយឡែកស្ទើរយ៉ាងណាក៏ដោយពេលនេះតាមានចៅប្រសាគួរឲ្យស្រឡាញ់ហើយមើលចៅប្រសាដ៏គួរឲ្យស្រឡាញ់របស់យាយមើលចុះមុខមាត់គួរឲ្យស្រឡាញ់ណាស់ចៅប្រុសម្នាក់នេះជាសំណាងមែនតោះសាក់ឲ្យយាយឲ្យស្រឡះចិត្តបន្តិចមើលលោកយាយអូយល្អពិតមែនហើយចៅប្រសាដ៏គួរឲ្យស្រឡាញ់របស់យាយតាដែរណែចៅប្រសាដ៏គួរឲ្យស្រឡាញ់ហើយដើរជាមួយផងមើលហើយតាមម្នាក់មកអូយណែកុំធ្វើឲ្យនាងភ័យអីបាទនៅក្នុងពោះនាងមានចៅទូតដល់ទៅ3នាក់ឯណោះណាស្អីគេចៅទូត3នាក់តែម្ដងមែនទេអូយល្អពិតមែនល្អខ្លាំងណាស់
ក្រោយពេលចៅទូតទាំង3របស់តាកើតមកតានឹងនាំទៅជីសេះលេងហើយនឹងវីកូនកោទៀតផងណែតក្មេងទៅហៅមនុស្សពីវិជាស្ថានរចនាមកជួបខ្ញុំឥឡូវនេះខ្ញុំនឹងទិញដីមួយកន្លែងដើម្បីសាងសង់សួនកំសាន្តឲ្យចៅទូតទាំង3របស់ខ្ញុំ ចៅប្រសាសម្លាញ់នេះជាការដូរជួបគ្នាដំបូងពីយាយណាមិនបានទេចាលោកយាយរបស់នេះមានតម្លៃពេកហើយខ្ញុំទទួលយកមិនបានទេចាត្រូវតែទទួលយក យ៉ាទទួលយកទៅក្មួយ វាអាចទៅរួចយ៉ាងម៉េចទៅមនុស្សត្រកហ៊ូមិនខ្ពើមកអើមលីនស៊ីតតែសោះ យកចុះ ណែមេលីនប្រញាប់មកមើលចៅប្រសារបស់ខ្ញុំពាក់របស់នេះហើយមើលទៅសំទេមើលទៅសំខ្លាំងណាស់ពិតមែននេះជាត្បូងបុរាណសម័យរវង្សថាងមានតម្លៃខ្លាំងណាស់ថ្ងៃក្រោយត្រូវប្រយ័ត្នឲ្យមែនទេណាជាពិសេសពេលត្រឡប់ទៅស្រុកស្រែវិញកុំឲ្យវាទង្គិចគ្នាឲ្យសោះដឹងហើយចាអ្នកនាងលៀងស្អីគេនាងមកពីស្រុកស្រែមែនទេផ្ទះខ្ញុំនៅភូមិសៀងយ៉ាងចាអូយល្អពិតមែនហើយគ្រូទីប្រាប់ថាចៅប្រុសរបស់យាយគូព្រេងរបស់គេនៅភូមិសៀងយ៉ាងគ្រូទីនិយាយត្រូវពិតមែនល្អខ្លាំងណាស់ គ្រូទីពិតប្រកបមែនគ្រូទីពិតប្រកបមែន ស្អីគេ លៀងមេលីនចិញ្ចៀនរចនារួចរាល់ហើយឬនៅ នៅឡើយទេសុំទោសផងខ្ញុំគ្រាន់តែចង់ឲ្យវាល្អឥតខ្ចោះ សំណាងហើយដែលមិនទាន់រួចរាល់នឹងបានមិនបាច់មកធ្វើឲ្យប្រឡប់ប្រឡូកពេជ្រដែលម្ដាយខ្ញុំបន្តទុកឲ្យខ្ញុំប្រាប់ថានាងមិនស័ក្តិសមទេ លោកតាលោកយាយមើលជឿហឹងចុះចាល្មមតែមានភរិយាហើយក៏ភ្លេចមិត្តភក្តិភ្លាមតែម្ដង លៀងមេលីនឈប់សម្ដែងល្ខោនទឹកភ្នែកធ្វើជាស្លូតត្រង់ទៅអ្នកធ្វើពុតជាចិត្តទូលាយតែការពិតចង់ស៊ីសាច់ហត់ជាមលីនស៊ីទាំងរួមមែនទេ ជឿហឹងនិយាយស្អីហ្នឹងខ្ញុំធ្វើរឿងបែបនោះបានយ៉ាងម៉េច ការចាប់ជំរិតបងប្រុសរបស់លីនស៊ីមិនមែនជាអ្វីដែលអ្នកបញ្ជាឲ្យលីម៉ឹងទៅនាំមកទេមែនទេគិតថាបើលីម៉ឹងមិននិយាយឲ្យខ្ញុំមិនដឹងមែនទេ ជឿហឹងខ្ញុំដឹងខុសហើយខ្ញុំដឹងខុសហើយពិតមែនចា បើមិនចង់ឲ្យត្រកូលលៀងត្រូវមានទុកទោសទេក៏ចូលទៅសារភាពកំហុសទៅ ខ្ញុំទុកពេលឲ្យនាងសម្រេចចិត្ត1នាទីក្រោយ1នាទីបើនៅតែបង្ហាញមុខនៅទីនេះទៀតត្រកូលលៀងនឹងត្រូវខ្សែភ្លាមតែម្ដង កុំធ្វើអីណាកុំធ្វើអីទៅហើយខ្ញុំនឹងទៅសារភាពកំហុសឥឡូវនេះហើយឡាប៊ូប៊ូអ្នកដឹងយ៉ាងម៉េចចាស់ថាខ្ញុំចូលចិត្តឡាប៊ូប៊ូ ព្រោះខ្ញុំអាចដឹងពីអារម្មណ៍របស់នាងបានយ៉ាងម៉េចលីនស៊ីត្រាប្រចាំត្រកូលហ៊ូគឺជារូបកពេញមួយជីវនឹងមានគូតែមួយគត់ហើយខ្ញុំចង់សុំឲ្យនាងផ្ដល់ឱកាសឲ្យខ្ញុំម្ដងឲ្យខ្ញុំមើលថែនាងអស់មួយជីវិតរហូតទៅបានទេបាទ ចៅប្រសាព្រមទៅណាហេតុអីអ្នកមិនរងចាំឲ្យខ្ញុំលៀងមុខចាំសុំរៀបការទៅលាអាក្រក់មើលស្លាប់ហើយ Ha ha ha.